ជីវប្រវត្តិនៃការតស៊ូដល់លំបាកលំបិននៅក្នុងសម័យឆ្នាំ1970គោលបំណងរបស់ឪពុករបស់ម្ដាយរបស់បងនិងរូបខ្ញុំគឺគេថាគំនិតយើងវាមិនកំណើតក៏ថាបានប៉ុន្តែមនុស្ស 90% នៃក្នុងការតស៊ូគឺត្រូវការទៀមទាយកតែដីធ្វើស្រែមកវិញតែប៉ុណ្ណោះនេះជាបញ្ហាកន្លឹះសម្រាប់ពលរដ្ឋខ្មែរខ្ញុំនិយាយយ៉ាងនេះសូមឲ្យលោកដែលលោកអាចមានលទ្ធភាពប្រមូលយកដីទៅធ្វើជាកម្មសិទ្ធិខ្លួនឯងគួរនឹកទៅណោះដល់ពលរដ្ឋទុនខ្សោយជំរាបសួរកូនភីជំរាបសួរកូនភីចឹងហើយណូកូនភីលក់បន្លែនៅផ្សារដើមកោកាលជំនាន់មុនកូនអើយដែលខ្ញុំវាអត់មានសមត្ថភាពអីទីឈ្នួលបើកឡានឲ្យគេដឹកអំពិលដឹកជ្រូកដឹកអាលឹកដឹកអីទៅលក់អំផ្សារដើមកោកូនកាលនោះអត់មែនតែនកូនអីកាលនោះផ្សារអត់ទាន់មានដូចឥឡូវទេកូនចូលទៅបឹងតឡាងហ្នឹងកន្លែងជ្រូកកន្លែងគេកាប់ជ្រូកមកលក់ផ្សារដើមកហ្នឹងចូលតាមផ្លូវបឹងតឡាងហ្នឹងមកជើងបាន15,000 20,000អីយកមកចំប្រពន្ធកូនអត់ចេះរកស៊ីកូនអើយមុនស្នេហ៍ជនបទកូនអក្សរអង់គ្លេសថ្ងៃនេះខ្ញុំមកវាលឲ្យកូនឃើញទេសភាពភ្នំខ្ជូលកូនគេហៅភ្នំតពេកទឹកខ្ជូលកាលពីបុរាណយើងទៅនៅចិត្តយើងមើលឃើញថ្មមួយដុំសស្គុះហើយអ្នកណាក៏ដោយឲ្យតែនៅក្បែរភ្នំនេះតែងឃើញគ្រប់គ្នាដុំថ្មមួយដុំដែលសនោះគេហៅថាខ្នងថ្មសប៉ុន្តែក្រោយចប់សង្គ្រាម1993នេះកូនខ្ញុំមកដល់វិញវាបាត់ថ្មហ្នឹងទៅបាត់ថ្មឈឹងហ្មងខ្លះគេថាដើមជើអាលុំកិនអាលុំអីអញ្ចឹងប៉ុន្តែទីបំផុតបាត់ហ្មងមិនដឹងនរណាទៅយកថ្មហ្នឹងរួចថ្មធំណាកូនណាមើល10គីឡូទៅឃើញថ្ម10គីឡូម៉ែត្រទៅនៅឃើញថ្មជំរាបសួរបងសេងជំរាបសួរសុជាតិកូនសុជាតិបងឃីមជំរាបសួរបងឯងមើលទេសភាពភ្នំខ្ជូលបើដើមផ្លឹមច័ន្ទកសនារត់ទៅលើភ្នំនេះវិលល្ងាចហ្មងជំនាន់បុរាណហើយពេលចុះមកដល់ស្រុកខ្មែរយើងវិញបបងថាមកមិនក៏ជួបឪពុកម្ដាយអីឬក៏បងប្អូនបកើតអីមកអស់លីងជំរាបសួរកូនស្រីវ៉ាន់នីនកែវសុភាពជំរាបសួរកូនដល់អស់លីងចឹងទៅមានចេះអីកូនតាំងពីអាយុ14ឆ្នាំអត់ចេះធ្វើអីទេចេញតាំងពីខ្វៀលគោទៅកងទ័ពនឹងបដ ாய் នៅអត់ចេះរកស៊ីនៅឃើញអញចេះរកអីទៅណោដើម្បីចិញ្ចឹមប្រពន្ធកូននឹកឃើញអញចេះបើកឡានក៏ទៅបើកឡានបលិសនៅអាស្តុបទេផនហ្នឹងគេចាប់រកបាត់បើកបព្រោះយើងជួយចេះឡានបើកយូរហើយឡានទាំងតូចទាំងធំដល់ទៅរត់ក្រោះទៀតផងប៉ុន្តែវាអត់បានបើកបកូនអើយតែប្រឡងយកបានបើកបគេនៅកាលនោះមិត្តភាពនេះគឺនៅមាត់ទន្លេចិត្តវាំងយើងអត់និយាយថាខ្លួនឯងចេះអីទេតែទៅរៀនច្បាប់តារាចរនោះខំទាំងយប់ខំទាំងថ្ងៃទាំងអង្គុយក្បែរមាត់ទន្លេនឹងទិញច្បាប់តារាចរគេអញ្ចឹងទៅដល់ប្រឡងបាប់តារាចរគេនោះវាជាប់តារាចរគេដែរហើយនៅដៃចកោតកាលនោះនិយាយអស់អ្នកដែលគេមានលុយឲ្យគ្រូហើយគ្រូនោះយកចិត្តទុកដាក់បង្រៀនណានោះដល់ខ្ញុំអង្គុយមើលគេពីក្រោយយ៉ាងទៅនិយាយប្រវត្តិតិចកូនដំបងនិយាយប្រវត្តិហ្នឹងតិចហើយកូនហ៊ឿនទៅព្រាហើយកូនអត់អង់គ្លេសហើយលោកគ្រូនោះអត់យកចិត្តទុកដាក់អីខ្ញុំទេគាត់យកចិត្តទុកដាក់ពួកកូនសិស្សគេផ្សេងបលឹមឡើងគេជូនកាទៀវជំរាបសួរកូនមឿននិយាយប្រវត្តិតិចកូនសាគៀលហ៊ុនជំរាបសួរកូននេះភ្នំខ្ជូលខ្ញុំដាក់ឲ្យចាំឲ្យកូនអាចមើលភ្នំខ្ជូលអាកន្លែងហ្នឹងជីវប្រវត្តិតស៊ូ1970ជាមួយឪពុកម្ដាយខ្លះគេមានលុយទៅគេទិញបរិយអីគេហៅអូស្ការនោះឲ្យទៅគ្រូគេបរៀនតែដល់ជំរាបសួរកូនសាគៀលពូថាងសុជាអានេះនិយាយអត់កាច់មូលផ្ដួលទេនិយាយតាមហេតុធម្មតាទេមកនៅងាយកូនទេសភាពថ្ងៃថ្ងៃបើពេលពឹកមកឃើញកូនវាបពកទៅជាប់ទៅមកអត់ឃើញទេបាទកូនមឿនជំរាបសួរកូនតាភាជំរាបសួរដល់ទៅពេលគេថាចិត្តប្រឡងយកបានបើកបោះ
dù đấy còn nữa còn dương ọt mót đấy đó từ cái bà lóng từ đó cái ngày muối cái mưa tết anh mà làm căn này giờ con mới chỉ muốn cái bà man ngay vô là mấy đáy chẳng có sao cho mò vật nôm cái nó một miếng nhất của vật nôm cái nàyจะchết ăn miếng nhất vô cho cầm nan dân dân cho nó bị ăn rồi bốแต่cái này vật nôm bị bố đời ra đờiมันนึกถึงมือvậy đó là làng này giờ cốt lục khu đó này anh ấy ông bây giờ anh ấy xây cả lúc mình làm ô tô thì còn làm cả cha đó là pil nhom ba đó là pil làm project nhom project bảo cho khu cho lao tao trôn bảo cho mọi có lướt đấy lướt anh đây rước môi để dùng phèo cồn phần đó một lon thấy là sâu kìt đấy bao mình sâu tôi chỉ cái rằng na lon ấy kiểu miền đó là lon chuột ọp chuột ấy nó nó mình cứ đấy ấy cái ấy mê phải vô ấy cái đại oi bên túa mà mình oi mê phải vô bên túa thế cái mấy cô ọt chọp đây ọt bàn bạc bò đây nông cái chuột nó khai na phụ nơi cái bông xe năng rồi bông bột trôi cái bông spư anh ấy như hướng bên ra là cũng khăng à bòn đó là sâu mê phải vô rồi anh ọt lui mời chân nâng luôn chân bạn ấy sâu cái màu đi xanh oi kia đâu bàn lui vô sâu mê phải vô đâu bàn bạc bò nó vô mò thì đập cái văn oi kia ọt miên căn đà lan muối nào của nó là có cái thảo đập từ keo có đập từ đó đập hoặc chân ti từ bị đau bị ọt miên khai bụng không mấy giờ nó đúng không đập từ vùng cham có đập từ anh ấy chỉ việc bảo vật không là việc ọt chạy sao được nhé con tỏ cái chân nó nên đi mê điên muối đây nếu về để con miền học cả điền tốt chập dục chụp ninh bây giờ trong chỉ vứt là châu là con á còn các con là bây giờ một người về tuần nia khang con ơi tụi mong từng lúa bạn đây này mình gì bạn đang cho chỉ việc bảo vật ở đó dương thì với MP không kêu đi nơi tam chương không những địa miền tầm nẹt tầm non là hốt cho đó chọn nâng bọt tàu hồng của nó bà lọ một tiếp cái này cho chỗ đó bọt tàu hồng cho lang từng tới cái chỗ này có phong phư ai miền từng mười tiết là của nó mà dân sẽ hỏi hay sao ra dân đó của nó của chiều nó chiều ở ra là hai ca bị đóng bị ăn miền không ai dùng thì bọn này dây pui từ món men pui không ai đó con nó cứ pui cùi ăn miền thế bọn nào lấy không ai ở rồi bị đám cùi để luôn nơi tam cho long nôm ở cho nông rồi bị bẹt quan to cái điều đó hốt rồi đó trên đó khai các con là con nó khai các con mà cho nia phải chắc tất cả này ăn lẹ bổ sát đấy con nó tại bảo bị long nôm đi tới còn long nôm đi tới bảo bị bẹt quan khai bổ sát còn buổi tới tam tôn nôm nó nôm to nứng rồi hốt cho nôm ở ra đôi đánh là tại như con nó đánh là tại mưa bị cho ngày từ đôi ăn miền khơi tôn từ nào từ này chứ thì lòng nằm ở ra những đó là nó chỗ này bổ sát thời bản lòng tới thì khai các con nhom cứ không phải mấy thằng Korean cô nó và mấy thằng Korean nó cứ cho lang tam đồng hai vậy tới nó bờ trường vừa bị đai cô về sắc đào cả liên đây còn là trường mà nó dương về sắc đó còn cầm xương nhịp xua còn là thằng kia nhịp xua chi vợ bọt này ca to su đo đỏng bạ đỏng bần được không nong phẩm may cho năm mà quan của bộ nội chặt sắt cô bẩm non nó bọ ở bục nó bọ mặt đai nó bọ bong nó rút nhầm cứ cái tha cầm nứt dương viêm mình cầm nát có tha ban bàn tay mà nó cao sắp hiện rồi này trong ca to thú cứ tao ca tiêm tia vô tại đây thưa sai một bên tay bẩn nó ní chỉ bánh hạ cần lướt sầm rap bồ rạt không ai nhưng mà dây dàng lên xong oi luộc để luộc ai mới làm cái mô dọc đây từ phương chỉ cam mà rất luôn anh cuốn nứt là nó đó bồ rạt tuần sỏi còn pro tay ca to su bị muôn màu chẳng óc kia để sắp chất mắt để cháy hả cứ tao ca tại đây thôi sai tại phần nó ọt đại miền cầm nít tới trong ban âm na chua này ti mê phu mê không ấy thế nít cái ca tôi chơi hay trong ban bẩm phật thấy nhầm chưa tha rồi mà đọc đến ní không cầm nít bờ rát bảo dương cứ phải cho mình lụp luôn khang pi chứ cứ có lụp luôn còn mình thắt đo tha không to thu đầm bây ẩm na nữa đây anh ấy bị cái cá chắc đây để trong này dưới mình phải lương mình phải liên này thì đôi chân này rương thom bẩm phật tầm rap bạch khmer dựng đăng ấy bạch khmer là bao dưỡng chưa bạch cả thể cam cứ bữa rọt để thưa cả thể cam về miền bạch sắp thế rồi này tây bạch cho nó ăn mun pram thế rồi chết chưa cầm có chưa stop bờ cỏ cầm có cái miền hồng chạ là có ná ai bờ cỏ ăn miền tây đào đô si luộc cầm lăng mà năng hay stop bờ cỏ đôi chục bờ cỏ trong bạch cổ re trong tàu
ដើរលក់កម្លាំងឲ្យគេចំណែកកម្មករគេមានម៉ោងគេមានពេលគេមានអ្នកមើលការខុសត្រូវអីចឹងទៅអាហ្នឹងផ្សេងឯពលករហ្នឹងគឺដើររកស៊ីលក់កម្លាំងឲ្យគេជួលលីជួលផ្សេងឬក៏ដើរលក់តាមផ្សារលើកកញ្ជើលើកពីនេះដាក់នោះអីចឹងទៅវាមិនមានតូបមានហាងឯអានេះហៅពលករដូចតែស្ទាប់ពលករវាមាន 5% ស្ទាប់កម្មករវាមាន 80% នៅទីប្រទេសដូចតែ 80% កសិករគឺតែកសិករត្រូវការដីហើយនៅពេលដែលកសិករអត់ដីវាជាហានិភ័យដ៏ធំបំផុតដែលកសិករនោះត្រដោខ្យល់ដល់ទៅត្រដោខ្យល់អ្នកកាន់អំណាចមិនយល់ដល់អាកសិករត្រដោខ្យល់វាយថែមវាធ្លាក់ទៅក្នុងអបាយកលបរទេសពួកបរទេសមិនដែលលើកលែងចោលទេនៅពេលឃើញចលនាមួយណាដែលធ្ងន់ធ្ងរគេអាចយកកម្លាំងនោះទៅធ្វើជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលខ្មែរវិញគឺគេតែងបង្កើតជាចារកម្មដំបូងនេះជាខ្មែរវាមិនមែនជាបរទេសមកទេគឺខ្មែរយើងហើយខ្មែរយើងនឹងចារកម្មដែលគេបញ្ចូលមកគេមិនមែនគ្រាន់មកដូចគំនិតកសិករអញតស៊ូដើម្បីតែដីណាមកធ្វើស្រែណាគេតស៊ូដើម្បីឈានទៅកាន់អំណាចឈានទៅគ្រប់គ្រងប្រទេសជាតិនឹងដើម្បីស្គាប់ចិត្តចវាយនិងស្គាប់ចិត្តខ្លួនគេនេះជាចំណុចខ្សោយមួយដែលខ្ញុំបានអនុវត្តផ្ទាល់ពួកគេចេះគេឃើញយើងទំនាស់រឿងដីធ្លីចូលទៅជាមួយនឹងគេនិយាយជាមួយនឹងយើងគេក៏រៀងគេក៏ជាអ្នករងគ្រោះដែរដូច្នេះគេជឿចាប់ដូចតែយើងអញ្ចឹងបានតែគេមកដឹកនាំយើងនឹងឲ្យតែច្បាំងនៅកូនរ៉ាដែតនៅលៀងតេងហៀងពិសិដ្ឋព័ត៌មាននេះវាជារឿងពិតប៉ុន្តែបើនិយាយរឿងពិតហើយស្ដាប់វាបង្កើតទៅទៀតអានឹងមិនដឹងថាម៉េចវាអញ្ចឹងដូចជាប៉ុលពតនៅពេលដែលឃោសនាទៅលើពលរដ្ឋទាំងអស់និយាយអំពីការជឿចាប់មេស្រុកផុនរឹបយកដីអ្នកស្រុកសំឡូតធ្វើឲ្យពុកស្រុកសំឡូតទ្រាំមិនបានក៏ងើបគ្នាបះបោដេញមេស្រុកផុនចេញពីចវាយស្រុកលើកសពលើកគ្រប់ក៏លើកពីខ្លួនឯងថាណែខ្ញុំដែលស្ម័គ្រចិត្តមកបង្កើតបកនយោបាយដឹកនាំពលរដ្ឋទាំងអស់ឈានទៅយកអំណាចហ្នឹងគឺដើម្បីរំដោះវណ្ណៈក្រីក្ររបស់យើងដែលគេជិះដែលគេជន់ហ្នឹងហើយសុំអីតែរូបខ្ញុំជាអ្នកដឹកនាំហ្នឹងក៏ទៅរងគ្រោះអំពីឈ្មួញកណ្ដាលដែលវាត្រូវជាមួយនឹងរាជការពុករលួយហើយខោខ្លីខ្មៅមួយដែលម្ដាយខ្ញុំទៅបណ្ដាក់ហើយនឹងឈ្មួញកណ្ដាលពីដើមរដូវស្ទូងដករហូតដល់ទៅត្រូវរដូវឆ្លូតច្រូតកាត់ឈ្មួញកណ្ដាលគេទាយកស្រូវ15ថាំងគឺក្នុងគ្រួសាររបស់ខ្ញុំនេះគឺត្រូវអត់បាយម្នាក់បើគិតថាម្នាក់ព្រោះម្នាក់ទីអស់12ថាំងស្រូវក្នុងមួយឆ្នាំដល់អស់15ថាំងគឺដូចជាសម្រាប់មនុស្សម្នាក់ដូច្នេះយើងមិនអាចទ្រាំឲ្យរបបសង្គមនឹងរស់នៅបានទេវាស្លាប់អីចេះចុះគឺអ្នកនយោបាយគេមកឆ្លៀតយកអាកេងចំណេញអំពីការជឿចាប់វេទនារបស់ពលរដ្ឋខ្មែរហ្នឹងទៅបំរើនយោបាយឲ្យគេចុងក្រោយបានយើងដឹងពុទ្ធោគេមិនធ្វើដើម្បីយើងទេគេធ្វើដើម្បីអំណាចរបស់គេតើតែវាហួសពេលអាហ្នឹងហើយបានខ្ញុំនិយាយប្រាប់កូនចៅទាំងអស់គ្នាឲ្យខ្ញុំអាសានិយាយកូនឯងនាំគ្នាឆ្លាតឡើងព្រោះវាមានហេតុអញ្ចឹងហើយតែចំណែករាជការបើគិតតែខឹងរឿងអស់នេះទៀតរកចំណុចខ្សោយអត់ឃើញទេបើគិតតែខឹងរឿងហ្នឹងទៀតប៉ុន្តែរឿងនេះខ្ញុំនិយាយឡើងវាជារឿងចាក់ស្ដែងដែលត្រូវដោះបញ្ហាដូច្នេះមិនហើយមនុស្សបកែខាងសេដ្ឋកិច្ចម្នាក់គេអាចចិញ្ចឹមមួយស្រុកណានេះបើសិនតែអ្នកបកែសេដ្ឋកិច្ចនោះវាជាមនុស្សមួយដែលគិតផលប្រយោជន៍ជាតិផលប្រយោជន៍ជារួមប៉ុន្តែបើមនុស្សម្នាក់នោះវាគិតថាផលប្រយោជន៍គ្រួសារវាម្នាក់បំផ្លាញមួយស្រុកមិនមែនធម្មតាទេណាមិនមែនធម្មតាទេពលរដ្ឋមកភូមិអ្នកបកែសេដ្ឋកិច្ចខ្លាំងជាងគេគឺតែម្នាក់ទេហើយម្នាក់នោះអាចឲ្យជាតិរីកចម្រើនអាចឲ្យជាតិស្ងប់សុខបានប៉ុន្តែម្នាក់នោះក៏អាចធ្វើឲ្យរាជការរលាយបានដែរអញ្ចឹងហើយបានថាក្នុងប្រទេសរបស់យើងមុននឹងការបាក់បែកគ្នាជ្រៅមិនមែនរឿងធម្មតាទេជើងភ្នំនោះគ្រាន់តែលុះគ្នាប៉ុណ្ណាជើងភ្នំនោះទៅលុះគ្នាដណ្ដើមដីធ្លីមកឆោតទៅខាងនេះរហូតដល់ព្រំប្រទល់ពងពឺទៅមើលតើសាលប្រមាណម៉ែត្រការ៉េហើយវាធ្លាក់ទៅក្នុងដៃណានេះហើយជារឿងទំនាស់នេះហើយដែលរាជរដ្ឋាភិបាលខំធ្វើអ្វីក៏ដោយក៏វានៅតែចាស់ឥទ្ធិពលអាក្រក់ហើយតម្លៃនេះសិនតែមេរៀនណាបើមិនមានអាតំណឹងទេមិនដឹងដោះមិនទេដូចនេះអាទាំងនេះខ្ញុំលើកឡើងអំពីទស្សនវិជ្ជាចាក់ដៃនៅកូនខេមរិនកូនជាខេមរិនកូនអន្តរអង្គទាំងអស់គ្នាដើម្បីឲ្យឃើញកន្លែងល្មោះគ្រប់កន្លែងដែលយើងពិបាកព្រោះទៅមិនទៅភ្នំនេះដើរឡើងទៅលបងលួសកាត់យកភ្នំនោះបាត់ទៅលបងលួសមកថាភ្នំនោះអានឹងយើងទៅជាកម្មសិទ្ធិបុគ្គលទៅហើយព្រោះគេយកថ្មនោះទៅពេនោះប៉ុន្តែយកថ្មយើងអត់ទុំនោះទេតែថ្មមកធ្វើផ្លូវធ្វើផ្ទះធ្វើសម្បែងអីអាហ្នឹងអញ្ចឹងប៉ុន្តែក្នុងការដោះស្រាយពលរដ្ឋក៏អានេះគាត់យកថ្មប៉ុន្តែគាត់យកថ្មនេះគាត់អត់បានសាងកម្មពីជាមួយពលរដ្ឋទេដីជុំវិញនោះគឺគាត់ទិញអាហ្នឹងនិយាយទៅសើលោកទៅចោះដីលោកទិញហ្នឹងអត់មានទៅបណ្ដេញពលរដ្ឋអត់មានស្អីទេនេះកន្លែងមួយដែលយើងត្រូវតែដឹងគ្រប់គ្នា
nó tôi chia nó còn cùng nó mặt đất ai trong gì màu nó mình thở tại những bị ẩm chế bàn gì chân chân nơi khi nông rương đa phai bành hà thành công ba cả lanh cả nói bây giờ miền mình lư cứ mình đang rò cả lanh nạt đó thì cứ ăn mình đang họ cả lanh đó hơn chi đôi chỉ dương người dây thả nơi khi nông bảo là sao nè để co thành kriêm nè để co thành kriêm mình không ai co mày nè nè là co thành kriêm nè co thành kriêm được thế tại đó là pil khắp ria bắt băng to là giỏi ria khắp tăng ó bà mẫu còn hô đạt lứa không ai com là mua gì thao về chọc cái tam biết giọt chọc để nơi biết là dương rốc nó sao giọt khơi hay do nó soi một lít tạt đang là bấy đó mới cái chọc này nè bà mẫu tu toàn đặt ôi không ai com nó bỏ hơi cái đó là mình sọc là thiệt cái này ní tại cua dương lúc cho nó rõ rồi này thế cho nó khá khá rất là do mê riêng này bia chiên tao ăn tao phải chuyện do một lít tạt đang là mày dương rùm cái ní rốc mà châu bay cà phê phải cho chiết nhiệt phủ đây rồi thì chẳng hay bạn nhầm lượng lá ngầm phí có rong không ai có hòm đúng không anh tôn ban oi từ thưa chỉ con trọp mà ra này vô bài bảo viết việc ai do cả ta vậy khác hay mấy cục pol control việc làm mà lắm chứ cả ta đây thôi đi riêng là top ba mà có là có 5% rồi một bộ kia ban cái cao từ con nông chưa chắp hơi biết chiên từ cả nằm lại ban na còn bây giờ ní chỉ mê điên muối hay dương tao kia tao mày ní dương miền nó thầm lên muối đấy bác ở cả oi pol không ai chẳng bị phết miên cả rồi này cách miên cả tập cách cứ cách cá để đăng cái đây thử thử ai đang tập cách cả rồi này cách tập cách của đôi kia tới thử châu rôm thơ dầu bay tỏ sáng cả phía miệt phùm cho nó môi này bây giờ nó tầm khăn đấy tăng bị co cả đây không ai máu bị ọt miên là nạp bao ở cả oi pol châu rôm tỏ sáng cả phía miệt phùm sọp làm cho bạn một cái ọt miên đi đôi như này cả ta để dương ai châu rôm ta co sang cao phía miệt phùm ăn vì lúc ta tại miệt bắt bị sao là không luôn có lúc là công chết nhớ về mà mẹ đôi cho công chết là tỉ tỉ biết kia ti tăng kiểm luật đàn đam tịch đấy thì vô thật xa đàn đam tịch đấy thì vô thật xa đôi trái một sân để con bạn để sai tầng ra bắt về sau mà nu cha để cho lòng cắt máu nu con nâng vùng quên sông hỏi rồi chui chuyện đi là phun ăn bán đối kịp bộ luật phải sắp thì đấy chưa không ai cả hòm tiêm phật vì ăn bán bỏng ra mà phật vào trong này thì việc slap nhằng hỏi đôi trái làm bay chia viên cầm việc slap đòi mình đang luôn đôi cho mày muốn tiết vì toàn cả conแต่ตัวสนับบัตรพิศาจคลาดำไม่โจรมองกาเถื่อนอยู่บ้านวิสมกเบสมานแบบนี้ให้กระตาได้สมกนั่งยมยี่แต่ได้เวียมอปีกระตาภูมิซาไอ้ให้กระตาภูมิซาเป็นที่เกี่ยวมันไอ้ตาเองตัวมือเป็นที่ญี่ปุ่นมั้งตาเองตัวมือเป็นที่เกาหลีเขาบอกมั้งคือมีโดยขมายนะแล้วสุดท้ายสมปิดสัจจานุมัติได้กัดตะไซชิมเสร็จกับญี่ปุ่นนะกัดตะไซชิมเสร็จกับจ่อขวักbà thân thì qua thảo anh tờ Rosino ở đâu anh tờ Rosino ở đây chăng ta chụp pun từ sông ao đồng trôn nhà na khác anh đang bồi dừng vậy ta thằng này tờ sai chiếm thật cái có đây khăn sao bà quát chăng cho nhà Rosi tại còn từ sông ấy kim trùng ôn rồi có quát từ chụp từ được luôn này nè sắp ra là mà đâu khi ở miền hôm qua là sao là mà cái chú cho mui dạ phép tủ ở cho mui Rosi vậy nó có ấy việc phải giàu này là đấy rồi chết sẽ cái cái ai từ bình tỷ trong này không ai thưa ban sao hơi thưa ban cả xu hơiรับทุนอยู่ชิดไอ้บ้านอ้อยรบไปพระก็ตายมาย่อยบ้านดามันยังมากัดเดกัดไอ้นั่นย่อมาอดย่อปนย่อดาแต่ขมายจันขวัญตื่นจวบตัวนี้นะไอ้ขมายตื่นสมปิดตัวนี้นะคือปฏิเสธข้างมันสบายจัดเอายืงตื่นมันสบายจัดซุบยืงแต่มันซุบเตะปาเดี๋ยวใส่ตัวนึงขมายมาเอาฉลองกัดอันนี้แต่ที่บังเกิดเรื่องทุกข์ทำไมชั่วเอายืงนึงมันอาจไอ้เกิดที่ข้างใส่ตะกันจากนั้นนี่บางคนเพื่อให้คนเธอโยบายยี่เพลาตามเนี่ยเลยประจิตปิดทอดจำเท่าแต่ประจิตปิดทอดโปรเนี่ยโยบายคืออ่อนใหญ่โดยชมจังที่อ่อนใหญ่โดยขี้ล้มที่ทาจันได้เจอสบายจังการได้หายเนาะโดยในเสือพอยลำไปเอาโปรรัดมาความตัวอันเราบ้านกันดับได้หายอันน่าเรือดับผูอันน่าต่อมอดดับผูไม่โดยปลอดโปรดแล้วเขานั่งจังบ้านต้องอัดไปเรียนโกนอัดไปยูโรโกนตามไปประจิตปิดทอดตัวนี้บอกว่าอย่างนี้ดักไอ้ดอมนุ๊กปักแกมาดักลูกนุ๊กปักแกทางเศรษฐกิจอยู่ปะบะหนังดักกับปันไตดอกันกาปฏิบัติต่อรุตีหนังอัดอย่าอัดตัวรุตีปนัดงาปะปันนาให้ชัวท่าตัดโยบายมนปนัดงาปะปันนาเลยดูปนัดงาสกแต่สลับโดยตะเคียนนึงไม่สกแต่สลับมันจะเถื่อนรุ่ยเราใช้กระตาภูมิซารอเยอะเลยเรานับบอกที่สองทางไงเรานับในเศรษฐกิจcòn cần mơ đóเรานับในเศรษฐกิจโดยเฉพาะเราไม่รู้อาจจะนั่งรุ่ยเดี๋ยวได้คาดจากการโจรวมปีโบราณได้คาดตั้งแต่บอนสดเอาวิกา
នឹងពលរដ្ឋខ្លាយទៅជាធនធានមនុស្សដល់ប្រសើរយល់ដឹងអំពីចំណុចស្លាប់ចំណុចរស់របស់ប្រទេសជាតិហើយរួមគ្នាកសាងការពារមាតុភូមិនេះដោយឈរលើស្មារតីទទួលខុសត្រូវទាំងរាជទទួលខុសត្រូវទាំងរដ្ឋបានទៅបានតែបើឃើញងើបមួយក្តិចមួយងើបពីរក្តិចពីរដោយមិនមានពាក់ព័ន្ធអីនឹងអង្គការចាត់តាំងចារកម្មអីធ្វើឲ្យរលំដួលអានឹងកន្លែងកែរងអត់ឃើញកន្លែងកែអត់ឃើញទីបំផុតអញធ្វើបាបប្រទេសអញតើអត់ទាន់ដឹងថាយើងអត់អាចគ្រប់គ្រងបានទេដូចជានៅខាងប្រទេសសៀមដល់ពេលស្បៃគ្នាក្ដួងបានដឹងថាអូរដ្ឋាភិបាលរដ្ឋវាអត់អីស៊ីវាទៅរណបសៀមទៅជប់វាឆ្លាញ់សៀមដល់រាជការបប៉ុណ្ណាណាយក៏នៅតែរណបសៀមដែរអាហ្នឹងជាកញ្ចក់ឲ្យយើងឃើញហើយវាពិបាកនឹងកាត់ផ្ដាច់អំពីចារកម្មហ្នឹងដោយសារតែវាបែបនេះឯងហ្នឹងណាអានឹងនិយាយមកប្រាប់កូនអំពីចំណុចសំខាន់ដែលកូនទាំងអស់គ្នាហ្នឹងមុននឹងធ្វើនយោបាយត្រូវចេះពិនិត្យព្រោះយើងធ្វើនយោបាយចូលធ្វើនយោបាយវាមិនមែនគិតតែផលប្រយោជន៍ខ្លួនឯងទេតែចូលធ្វើប្រយោជន៍ធ្វើនយោបាយគិតដល់ប្រយោជន៍ពលរដ្ឋគិតដល់ប្រយោជន៍ជាតិហើយបើគិតតែផលប្រយោជន៍ខ្លួនអញអាខ្លួនអញហ្នឹងគឺវាអត់បានដល់គោលដៅទេវាខ្លាយទៅជាបខ្លាយទៅជាឧបករណ៍របស់អ្នកនយោបាយនៅជន់មាននៅបយ៉នមិនដែរនិយាយចឹងកូនដាប់យល់ដែរទេកូនដាប់យល់ដែរទេទំនាស់ដីធ្លីនេះនៅខាងនេះកណ្ដាលនេះឥឡូវកូនមើលភ្នំនេះភ្នំនេះវាបាំងបាំងលើផ្ទះនេះកូនឃើញពុះភ្នំនេះទំនាស់អានឹងតែទំនាស់ហើយនោះលើនេះក៏ទំនាស់ដែរទំនាស់រឿងដីធ្លីពោពេញហើយទៅទំនាស់ដីធ្លីដូច្នេះពួកអ្នកនយោបាយស៊ីឡាបានចំណេញអំពីទំនាស់ដីធ្លីហ្នឹងបង្កើតទៅជាកម្លាំងចលករមួយទាមទារផ្ដួលអំណាចក្នុងប្រទេសហើយសួរថាបើរាជការអត់មានប័ណ្ណពិសោធន៍ទេហើយគេយល់ថាចូលរាជនឹងវាចេះស្អប់អញម្លេះវាកើតមកពីអីព្រោះអញតាមរាជការល្អទៅហើយបដិញ្ញាចំពោះមុខអញទៅហើយមកយកទៅជាអញ្ចឹងដូច្នេះកន្លែងនេះមួយវាជាចំណុចស្លាប់រស់របស់រាជការហើយដូច្នេះវិធានការទៅតែមានជាក់ស្ដែងនរណាដែលដឹងរឿងខ្លាំងជាងគេគឺអាជ្ញាធរមូលដ្ឋានពលរដ្ឋវាមិនល្អទាំងអស់ទេវាមានពលរដ្ឋអាក្រក់ខ្លះដូចនៅម្ដុំនេះចំទៅនេះចំលើផ្ទះធំមួយនេះមានម្នាក់នោះដើរតែចាប់ដីលក់ទេណាម្នាក់ហ្នឹងខ្ញុំមិនសុំលើកតៅកដាទេខ្ញុំស្គាល់គាត់តាំងពីនៅប្រពន្ធ1ប្រពន្ធ2ប្រពន្ធ3ដល់តែពេលតែក្តីត្រូវការវាកូនវាច្រើនប្រពន្ធ2ប្រពន្ធ3កូនច្រើនដើរចាប់ដីលក់បណ្ដោយកាប់គាស់ទៅបានត្រុយទៅលក់កាប់គាស់បានទៅត្រុយលក់ប៉ុន្តែរឿងដែលវាកើតធំដុំបាននោះគឺការលោភលន់របស់រាជការប្រមូលដីហ្នឹងទៅដល់ពេលមានរឿងទម្លាក់ទៅលើអាមនុស្សម្នាក់ដែលវាខូចអាមនុស្សវាខូចហើយក៏ប៉ុន្តែទៅប៉ះពាល់អាផ្សេងទៀតមកថានឹងខូចទាំងអស់អាកន្លែងនេះមួយធ្វើឲ្យរាជហ្នឹងវាលែងគ្រប់គ្រងរដ្ឋាភិបាលមកអាចចំណុចនេះវាបើថាអាតំណែងឯងថាមិនត្រូវកែទៀតមិនដឹងរកចំណុចអីដោះអានេះខ្ញុំលើកស្ដែងចឹងហ្មងព្រោះវានៅក្នុងស្រុកខ្ញុំដូច្នេះទាំងអស់នេះវាជាដើមហេតុនៃចំនួនក្នុងប្រទេសខ្មែរតាំងពីមកណានេះហើយជាចំណុចស្លាប់រស់របស់រដ្ឋាភិបាលខ្មែរប៉ុន្តែអាកន្លែងហ្នឹងមិនទៅណាយកមកធ្វើជារូបមន្តដើម្បីដោះទេអត់មានទេនៅស្ដីគ្នាទៅមកអន្តរាយបដ යි អានឹងខ្ញុំលើកចំចឹងមកដូច្នេះក្នុងការដោះបើសិនណាបើអត់មានអ្នកអង្គិតឲ្យដល់ជាសម្ងាត់ទេណាចាញ់បោកអាក្រមហើយឡប់ប៊ីចុះឡើងពលរដ្ឋស្អប់ដល់ពលរដ្ឋស្អប់មិនដឹងហេតុអីបើខំចង់ស្លាប់ឲ្យនៅពលរដ្ឋស្អប់ទៅទៀតមានអីអានឹងគេហៅដោយថាត្រីងៀតឆ្លៀតបងត្រីក្នុងសងឆ្លៀតប្រើកូនអាស័យចង់ជាក្បូនឆ្លៀតដោះតំពាំងអានឹងខ្ញុំនិយាយជារឿយហើយនិយាយរឿយមិនមែនបង្អាប់ឲ្យស្លាប់ទេណាបង្អាប់ឲ្យរស់រស់ណារស់ទាំងអស់គ្នារស់ទាំងរាជការរស់ទាំងពលរដ្ឋមានកិច្ចការអនុភាពប្រអប់សោះសាយរួមគ្នាកសាងមាតុភូមិរបស់យើងឲ្យបានរុងរឿងទៅថ្ងៃអនាគតដំណាក់កាលដែលគួរតែធ្វើបដិវត្តផ្នែកគំនិតដំណាក់កាលដែលទៅវះកាត់គឺដល់ហើយក៏ព្រោះតែពីមុនវាពិបាកនឹងមើលហើយពីមុននោះវាត្រូវសងគុណណាសងគុណនៅក្នុងនយោបាយខ្មែរដែលចំបាច់ចូលគ្នាគ្រប់ភាគីដើម្បីបានបង្កើតបានជាសន្តិភាពមួយក៏ចំបាច់ចូលមកហើយបកនីមួយមិនបាច់ចាំរអ្នកឯណាជួយជាតិមាតុភូមិអីទេល្មមយកបានហើយចំបាក់ខ្លះទៅទៀតអត់បាច់ឬអាណាបកែតស៊ូអីឆ្លាញ់ពលរដ្ឋអីទេឲ្យតែមានលុយមកអញបញ្ចូលបានហើយអានេះបើយើងអត់និយាយអាហ្នឹងអាកន្លែងដោះអត់ឃើញទៀតមិនដឹងទៅដោះមកយើហីដូច្នេះទៅតែហ៊ានទទួលអាហ្នឹងទៀតដើម្បីមានវិធានការដោះអាពួកវាចូលដោយលុយវាអស់លុយហើយវាមិនមែនមកឆ្លាញ់ពលរដ្ឋមកធ្វើតាមនយោបាយរាជរដ្ឋាភិបាលណាអត់មានធ្វើតាមរាជរដ្ឋាភិបាលទេធ្វើតាមរដ្ឋាភិបាលមិនអញអស់លុយកកហើយដូច្នេះពួកវា
ចូលមកចូលសម្លឹងអីសម្លឹងឆ្អឹងពលរដ្ឋហ្នឹងហើយសម្លឹងដីសម្លឹងធ្លីហ្នឹងហើយអាទៅនេះក៏ឲ្យកើតរឿងបណ្ណាឥឡូវយើងថាអស់ហ្នឹងបើយើងនៅចង់កម្មចង់ពីជាមួយអាហ្នឹងទៀតរកកន្លែងដោះអត់បានរកកន្លែងសុកអត់បានទេប៉ុន្តែវាសំស្របដែរហើយព្រោះពី93មកដល់ឥឡូវអ្នកនយោបាយស៊ីគេក៏បានស៊ីឆ្អែតគ្រប់គ្នាអស់ហើយអ្នកនយោបាយស៊ីឡាក៏បានធ្វើអស់ហើយអ្នកនយោបាយឆ្លៀតឱកាសក៏បានស៊ីពេញពោះអស់ហើយខ្ញុំលើកតែរឿងទូចផងមានអ្នកខ្លះនៅខ្មែរក្រហមដឹងស្ថានភាពខ្មែរក្រហមអត់បានតែទៅកាន់អំណាចឬក៏អត់បានបង្កើតបកនយោបាយអីទេហក់ផ្លេតទៅអែបអង្គនឹងបកទូនពេជ្រអែបអង្គនឹងបកលោកតាសឿនសានទៅចុងក្រោយបានទូនាទីតំណែងអីចឹងទៅរួចពួកគាត់ទាំងអស់នោះមានដាក់ធ្វើដើម្បីពលរដ្ឋណាគាត់ធ្វើដើម្បីប្រយោជន៍គាត់ដល់ប្រយោជន៍គាត់អំរែកដែលរដ្ឋាភិបាលនឹងរែកពុនពួកអស់ហ្នឹងមួយទៅដោះឯណាចេញបើសិនតែមនុស្សអញ្ចឹងខ្ញុំចង់តែលើកឈ្មោះចំផងទេប៉ុន្តែថាសរសើរគាត់ដែរគាត់ជាមនុស្សសាមញ្ញធម្មតាគាត់ឃ្លាតទៅចូលអានេះត្រឡប់មកវិញបានសាក់4សាក់5អីចឹងទៅព្រោះគាត់អត់ច្បាំងគាត់អាចដើររលុយបានគាត់អាចដើររលុយបានទេអ្នកខ្លះប្រព្រឹត្តចោរកម្មបានលុយមកលុយរកបានងាយដល់ខែគេលក់ប៉ុនលក់សាក់ហ្នឹងគេទិញបានហើយគេកើតទៅជាអ្នកមានមុខមានមាត់ហើយគេមានតែស្រឡាញ់ជាតិស្រឡាញ់ពលរដ្ឋឯណាគេដូចនេះអាតនេះហើយដែលធ្វើឲ្យរដ្ឋាភិបាលវេទនានោះរដ្ឋាភិបាលវេទនាស្រេចដឹងស្អកកមិនក៏វាអត់តាមដែរព្រោះក្នុងមនុស្សមួយអ្នកដែលស្រឡាញ់ជាតិមានភូមិស្រឡាញ់ពលរដ្ឋវាដូចបាឡាក្រូចណាចេះធ្វើនយោបាយវាស្រួចចំពោះជាតិចំពោះមាតុភូមិចំពោះពលរដ្ឋតែម្ដងតែអាអ្នកដែលចូលតាមរបៀបនោះវាដូចជាដើមគោចង់សម្រួចវាឲ្យស្រួចបណ្ណាក៏ដោយដើមគោនោះត្រូវភ្លៀងត្រូវខ្យល់បន្តិចវាពុកបាត់ហើយដូច្នេះមនុស្សដែលយកទៅប្រើការពិសេសមូលដ្ឋានខាងក្រោមបើអត់ប្រយ័ត្នទេវេទនាអ្នកដឹកនាំហ្នឹងហើយវេទនាហ្នឹងហើយបងមានបាត់ពិសោធន៍ជោគជាំដែររឿងអស់ទាំងនេះនោះបាទនិយាយមកសម្រាប់ឲ្យកូនទាំងអស់គ្នាស្វែងយល់រឿងអនាគតបន្តទៅទៀតកូនណាបលាគោកូនណាបលាក្រូចអានេះវិសាស្ត្រការធ្វើសុភវិនិច្ឆ័យច្បាស់លាស់ហើយមិនមែនចេះតែចាប់ដាក់ទៅរួចទេមនុស្សបកកែសេដ្ឋកិច្ចមនុស្សបកកែយោធាមនុស្សបកកែនយោបាយវាមានដងផ្សេងគ្នាដែលយកទៅដាក់យកទៅធ្វើអើយបើចេះតែដាក់ទៅអ្នកវេទនាគឺអ្នកដឹកនាំកពូលថ្ងៃទាំងយប់ទាំងថ្ងៃនៅតែអត់បានចឹងអានេះរឿងហើយក្នុងគណៈកាលពេលដែលសៀមនិយាយខ្មែរគឺយើងគិតតែវាសំស្របហើយព្រោះអ្នកទីកេស៊ីតាំងពី93មកហើយតើវាលើមកចែកទៅ93មកដល់26វាប្រហែលវា33ឆ្នាំហើយមកចែកហើយទីកេអស់គេបាត់ហើយបាក់ខ្លះទីកេអស់តាំងពី98ទីកេអស់លីងដូច្នេះគេកម្មអីហ្នឹងបានតបស្នងរួចអស់ហើយតាខ្លះក៏កើតទៅជាអ្នកមានអ្នកបានវេលាថ្មតអត់អីតារួចបើនៅបន្តជញ្ជក់កម្មគេហ្នឹងទៅទៀតវាមិនដាច់ខ្យល់បាត់ហើយដូច្នេះការវះកាត់របស់រាជរដ្ឋាភិបាលខ្ញុំគ្រប់គ្រងការវះកាត់សំស្របនិងវះកាត់បញ្ហាទាំងអស់នេះឲ្យអស់ក្នុងសម័យនេះទៅហើយពួកអ្នកនយោបាយហើយស៊ីឡាពួកនយោបាយជីកេពួកនយោបាយឆ្លៀតឱកាសស្អីហ្នឹងហើយវាឃើញចាក់ស្ដែងក្នុងពេលដែលជាវាប្រាមលើខ្មែរហ្នឹងឯងវាមិនប្របាក់វះកាត់ទេគ្រប់វិស័យទាំងអស់វាមិនប្របាក់វះកាត់បើទុកទៅទៀតស្លាប់រដ្ឋាភិបាលហ្នឹងឯងស្លាប់រដ្ឋាភិបាលថ្ងៃនេះនិយាយធ្ងន់ទៅតិចរឿងជ្រៅទៅតិចដល់កូនអស់បងកូនថាយល់យ៉ាងណាដែរកូនទៅសេទីមកភ្លេចយកទឹកមកផាក់បាត់អត់មាត់បាទអាយើងអត់ថ្មិញកូនដាតវានិយាយទៅដាតវាជាប់មួយអាជើងមួយយូរស្អិតអត់ទៅចង់បាច់ពុះមាត់ដាតក្រាស់ទៅលេងនិយាយចង់រួចបងអាចក្បែរអង្គអសអង់គ្លេសមិនខ្ញុំនិយាយយ៉ាងមិនទៅវាខ្លាំងពេកអីអាមិនទេបើនិយាយយ៉ាក់ស្ដែងកូនព្រោះនៅក្នុងនយោបាយមុនឆ្នាំ1991កូនដឹងទេកងទ័ពដ៏ក្របំផុតគឺកងទ័ពខ្មែរក្រហមហ្នឹងឯងវាយភ្នំពេញក្នុងមួយក្រុមរបស់ខ្ញុំនេះគឺមានអាវុធតែ7ដើមទេគ្នា12នាក់មានអាវុធ7ដើមទេផ្លាស់ប្ដូរគ្នាចូលសមរភូមិក្របំផុតហើយកំថោមានកាភ្លើងធំមកមានអាវុធគ្រប់គ្រងអត់មានទេហើយទល់ជាមួយគេមានអីខ្លះអាវុធគ្រប់ធនរថក្រោះយន្តហោះគ្រាប់ផ្លោងឯងមានកាភ្លើង7ដើមក្នុងមួយក្រុមបើនិយាយមកកងរចនាតូចមានត្បាល់81តែមួយដើមទេនិយាយអស់គេមានកាភ្លើងត្បាល់81តែមួយដើមទេហើយគ្រាប់មានតែ10គ្រាប់មុននឹងបាញ់មកគ្រាប់ទៅនោះវាលុះតាតែមើលឃើញថាបើមិនបាញ់មកគ្រាប់នេះទៅទេយុទ្ធជននៅខាងមុខដែលរត់ក្រោះវាជន់នោះរៀងស្លាប់បាទវាក្រដល់កំណត់ហើយប៉ុន្តែនៅតែឈ្នះបានដោយកតាអ្វីខ្លះដោយសារកតានយោបាយវាខ្លាំងហើយនយោបាយខ្លាំងនោះវាដោយសារអីដោយសារតែធ្វើចំកលឹះពលរដ្ឋដែលពលរដ្ឋដូចខ្ញុំនិយាយមិនអញ្ចឹងពលរដ្ឋវាឈឺវាចាប់វារងវាបាត់តាមត្រែងយូរហើយធ្វើឲ្យពលរដ្ឋទាំងអស់នោះវាខ្លាយទៅជា
មានស្មារតីរឹងមាំស៊ូស្លាប់តែម្ដងកូនហ្នឹងឯងឆ្នាំ72ឆ្នាំ72ចូលតប73ចូលតបគឺយកវឹកខាត់ពីឆ្លប់សមភូមិទៅជាតបត្រកទៅជាតបតំបន់បានឡើងស្រួចនៅពេលដែលមនុស្សស្លាប់ច្រើនពេកកងទ័ពស្លាប់ច្រើនពេកកូនហ្នឹងអត់ទេយកតែពីផ្ទះចូលសមភូមិតែម្ដងប៉ុន្តែពួកគេនៅតែដាច់ខាតដោយសារអីកម្លាំងនយោបាយហើយកម្លាំងនយោបាយគេសាបព្រោះអ្វីខ្លះគឺសាបព្រោះអំពីវិបត្តិដីធ្លីហ្នឹងហើយរូបមន្តធំបំផុតបំបត្តិដីធ្លីហ្នឹងហើយនៅពេលយើងចាប់ផ្ដើមប្រជុំគេចាប់ផ្ដើមលើកហើយអំពីការជឿចាប់នៅស្រុកសំឡូតនៃស្រុកផុនអំពីការជឿចាប់នៅកំពង់តឡាចនេះស្រុកកំពង់តឡាចទៅប៉ុណ្ណឹងកំពង់តឡាចនឹងចាំគុំពីមចាំអីខ្មោចអត់ម៉ាក់និយាយតាំងពូច្រកស្ដាច់ចាប់ប្រសាំងឲ្យចាំដល់ហើយជាសម្បុកហើយហ្នឹងជាសម្បុកនៃការជិះជាន់សម្បុកនៃការកាត់ត្រឡប់គ្នាមុននឹងកើតខ្មែរក្រហមហើយមុនដំណោះដីធ្លីតឡែដូចនេះគេយកអាហ្នឹងទីបំផុតពលរដ្ឋថ្នាក់ស្លាប់មិនបានហ្វឹកហាត់កុហកចូលធ្វើសង្គ្រាមធំបានកតានេះវាជាកតាឆ្លាប់រស់របស់សង្គមរបស់យើងហើយសួរថាប៉ុលពតប៉ុលអីអៀងតារីខៀវសំផនស្អីក្នុងកគុកក្តីក្នុងដែលយើងអត់ដែលស្គាល់ស្មានអ្នកនៅហ្នឹងអត់ទេហើយអ្នកអស់ទៅនោះហេតុអីបានជាបរទេសតងបានហើយបានមកដឹកនាំពលរដ្ឋអស់នេះធ្វើសង្គ្រាមមិនស្លាប់ខ្លាចស្លាប់បានអានោះគេអប់រំផ្សេងទៅឲ្យបំរើនយោបាយស្អីជាមួយប្រទេសផ្សេងទៅយើងពលរដ្ឋនេះមិនដឹងចោលអីអត់ទៅចាប់មកបានដីស្រែអញមកធ្វើស្រែវិញហ៎ដោយដីស្រែចំណងនោះស្លាក់ទៅលើឈ្មោះកណ្ដាលណាស្លាក់ទៅលើឈ្មោះកណ្ដាលរត់អត់យកដីឯងទេពុយបើតែអត់មានលុយបងពុនអញឯងទៅចង់ការមួយកណ្ដាលមកមួយកណ្ដាលយកទេហុយមន្ត្រីគឺការពារឈ្មោះកណ្ដាលព្រោះឈ្មោះកណ្ដាលមានលុយរឿងនេះរឿងតដែលបាទជំរាបសួរកូនពីអើយវិញល្បែកវិញល្បែកថ្ងៃនេះនិយាយជ្រៅបន្តិចដើម្បីដាស់កូនណាព្រោះដល់កលៈទេសៈនេះខ្ញុំជឿថារាជរដ្ឋាភិបាលមានបទពិសោធន៍គ្រប់គ្រាន់ហើយខ្ញុំលើកបន្ថែមទៅទៀតខ្ញុំនិយាយពីរឿងចាស់មកអត់មានចេះតែសម័យចេះនិយាយប្រេះប្រាស់ទេព្រោះខ្មែរក្រហមនឹងវាអូសទាញពលរដ្ឋបានតាមរយៈនឹងឯងបានគាត់ថាសម័យនេះអ្នកធ្វើនយោបាយស៊ីឡានឹងវាស្ទើរភ្លើងបើវាអត់ស្ទើរភ្លើងវិញណាបញ្ហាសង្គមកាន់តែខ្លាំងព្រោះអ្នកនយោបាយអស់នេះវាមិនមែនវាអត់មានចន្ទសាស្ត្រនយោបាយគ្រប់គ្រាន់ដូចនេះទោះបីមាន 5000 ឃុំក៏ដោយក៏វាធ្វើអីអត់រួចដែរតែបើសិនជាអ្នកដឹកនាំមកនឹងខ្មែរក្រហមពីមុនណាអត់ទេបញ្ហានឹងធ្ងន់ធ្ងរអាហ្នឹងខ្ញុំមិនមែននិយាយតម្លៃនឹងដោយសារតែដេកសម័យកងខ្ងាស់ឃើញនោះទេឆ្លងកាត់ដោយខ្លួនឯងតែបាត់តែខ្លួនឯងគ្មានឈ្មោះបោះសលេងអីមានឥទ្ធិពលអីប៉ុន្តែការយល់ដឹងការផ្សព្វផ្សាយការធ្វើចំណែកតូចគឺខ្លួនឯងបានចូលរួមហើយក្នុងពេលនេះក៏មកចូលរួមជាថាជាណាឲ្យបងប្អូនកូនចៅទាំងក្រៅក្នុងប្រទេសបានយល់ដឹងអំពីរឿងមុនឆ្នាំ1900ហើយឆ្លោះប្រចាំងស្ថានភាពសពថ្ងៃដូច្នេះនៅពេលនេះរដ្ឋាភិបាលមើលឃើញអស់ហើយមើលឃើញយ៉ាងស្រស់ហើយកត្តាអ្វីខ្លះដែលនាំឲ្យអន្តរាយកត្តាអ្វីខ្លះដែលរដ្ឋាភិបាលខំធ្វើពៀនធ្វើផ្លូវឆ្លងទន្លេឆ្លងអីសពគ្រប់ទៅហើយវានៅតែពលរដ្ឋមិនពេញចិត្តទៅទៀតកន្លែងនេះវាជាកញ្ចក់មួយដែលនិយាយរដ្ឋាភិបាលមើលឃើញច្បាស់លាស់ដល់ខ្លួនឯងហុយកម្លាំងកើនឡើងបាក់ខាងនោះវាប៉ាកែអត់ប៉ាកែទេអន់បំផុតហើយគាត់ចាំតែស៊ីឡាទៅគាត់មានចេះស្អីទៀតតែបោះចូលមិនចូលលោបានគាត់បោះមិនចូលលោបានគាត់ហើយគាត់ได้ធ្វើនយោបាយតាមសម្រាប់ដូចលោកសេនាប្រមុខលន់នល់ឬយ៉ាងណាលោកសេនាប្រមុខលន់នល់តែខ្ទេចបើ52អញមាននោះជើងភ្នំនោះចាំប្រឡោះនេះកូននិយាយទៅរួយទាំងយប់ទាំងថ្ងៃក៏បែកប៉ប៉ិនដើមថ្នោតមានងាប់ណាតែក៏បែកងាប់បែកប៉ុន្តែនៅរស់រឹតតែដាច់ខាតនឹងឲ្យបាត់ពិសោធន៍គ្រប់គ្រាន់ក្នុងការបក្រាបក្នុងការដោះស្រាយបញ្ហាគឺខ្មោចស្រុកនេះឯងដែលវាសាងកម្មពីឲ្យទៅខ្មោចព្រៃដូចនេះខ្មោចស្រុកដូចដឹងហើយមិនធម្មតាទេព្រោះតែអត់បានមើលឃើញវាហ្នឹងបើផ្លាញខ្ទេចវាមិនខ្វល់អីវាអស់អំណាចអញនៅសល់លុយរាប់លានអស់អំណាចអញនៅដីអញរាប់100ហិកតាពលរដ្ឋអត់ទៅបាទពួកអញ្ចឹងវាមិនដែលទឹកសិនណាស់ហើយវាអត់ទេដូចនេះក្នុងពេលនេះវាជាកលៈទេសៈដែលត្រូវកាត់ហើយកូនទាំងអស់គ្នាដែលអ្នកដើរតាមនយោបាយស៊ីកេនយោបាយស៊ីឡាក់នយោបាយឆ្លៀតឱកាសនេះតែខ្លួនឯងត្រូវធ្វើយ៉ាងម៉េចត្រូវយល់យ៉ាងណាដើម្បីដើរតាមនយោបាយដើម្បីជួយខ្លួនឯងនិងជួយសង្គមជាតិនយោបាយស៊ីឡាក់នយោបាយស៊ីកេខ្ញុំប្រាប់មកអស់ហើយពួកនយោបាយស៊ីកេវាស៊ីអស់គេបាត់តែស៊ីអស់គេបាត់អត់ដឹងរកស៊ីអីទេដូចខ្ញុំចេញពីខ្មែរក្រហមមកអត់ដែររកស៊ីអីមានកម្លាំងដើររីសែងចំកូនពុនចាំមិនចង់រស់ផងអញ្ចឹងហើយដូច្នេះមើលសមត្ថភាពបាក់នយោបាយមិនចេះតែដើរតាមរហូតអស់លីងហើយនៅតែមិនដឹងនោះទៀតអានឹងមានព្រះឯណាទៅជួយប្រោះរួចអូចំថ្ងៃរះក៏រួយនោះឡើងសវាំងបាត់
ដូចយ៉ាងខ្ញុំនិយាយនេះដាក់កូនទាំងក្នុងនិងក្រៅប្រទេសរដ្ឋរាជរដ្ឋាភិបាលនៅមានតលឹកអាត់ដ៏ធំមួយមិនតលឹកអាត់នឹងទៅវាយណាណៃនេះពើបោះសម្អាតខ្មោចស្រុកការបោះសម្អាតខ្មោចស្រុកអស់ធ្វើឲ្យពលរដ្ឋអបអរសាទរតែពលរដ្ឋអបអរសាទរអ្នកនយោបាយស៊ីឡាវាអត់មានចេះរកកម្លាំងគ្រប់គ្រងអីបានទេណាកូនណាវាអត់ចេះទេព្រោះពេលបញ្ចេញសមត្ថភាពវាយូរហើយតែវាអត់ចេះហើយអ្នកអត់ចេះយើងទៅនិយាយបញ្យលអីខឹងឥឡូវហើយមកណោចិត្តចិនវណ្ណៈខ្ញុំនិយាយមិនចេះថាទេព្រោះខ្ញុំវាមនុស្សឆ្លងកាត់មិនជាអ្នកធំអីគេប៉ុន្តែឆ្លងកាត់អត់ដែលចោលស្រុកប្រទេសនេះមួយថ្ងៃទេទោះបីក្នុងវេទនាយ៉ាងណាក៏ដោយអត់មានដែលចេញពីស្រុកប្រទេសខ្មែរមួយថ្ងៃទេដូចនេះស្គាល់ច្បាស់លាស់ណានៅចំណុចស្លាប់រស់របស់ហើយជាតិរបស់យើងនេះបានមកនិយាយដូច្នេះនៅពេលដែលដោះស្រាយបញ្ហាបានគឺពលរដ្ឋចាប់ដើមអអសាទររួមជាមួយនឹងឈ្នះនយោបាយដោយថាអន្តរជាតិក៏ព្រោះតែតាំងពីខ្ញុំដឹងក្តីមកវាអត់មានរាជរដ្ឋាភិបាលឬរដ្ឋាភិបាលខ្មែរណាម្នាក់ដែលទទួលបានការតំណែងចម្លងនឹងការចូលចិត្តអបអរសាទរពីពិភពលោកដូចរាល់ថ្ងៃនេះទេនេះកត្តាមួយដែលកូនពិចារណាកូនពិចារណាក៏ព្រោះតែទោះបីមានរឿងagency អីតែពិភពលោកក្រោយពីរាជរដ្ឋាភិបាលមានអ្នកធ្វើនយោបាយការទូតដល់ពូកែនឹងបានដោះស្រាយជាមួយនឹងប្រទេសដែលមានអរិយភាពជាមួយនឹងខ្មែរបានជាបន្តបន្ទាប់ជាមួយនឹងសមាគមអាស៊ានទាំងមូលគឺអត់មានប្រទេសណាមួយដែលបដិសេធរាជរដ្ឋាភិបាលនេះទេអញនេះហើយចំណុចរឹងរបស់រដ្ឋាភិបាលនោះចំណុចរឹងដែលឲ្យកូនចេះមើលនោះរដ្ឋាភិបាលមួយរលំបានគឺបាត់កម្លាំងគ្រប់គ្រងផ្ទៃក្នុងនិងបាត់កម្លាំងគ្រប់គ្រងពីប្រទេសជិតខាងកូនណាត្រូវយល់ណាមិនមែនតែខ្ញុំមកចេះនិយាយអាគាត់នេះការពាររដ្ឋាភិបាលហ្នឹងវាត្រពងវាអីដោយកូនពីមុនជេរខ្ញុំទៅហ្នឹងមិនមែនត្រពងមិនមែនអីទេហើយរដ្ឋាភិបាលលោកមិនអាចទៅជួលខ្ញុំនិយាយទេមិនដែលឃើញលោកមកនិយាយជាមួយខ្ញុំផងដូច្នេះខ្ញុំនិយាយពីភាពចាក់ឡែងឲ្យរឿងចេះធ្វើនយោបាយវាចេះស្គាល់ថាទីបំផុតវាទៅជាស្អីវាទៅជាអន្តរាយឬទៅជាសក្តិរមនីឥឡូវរដ្ឋាភិបាលបានដោះលែងលោកកឹមតខាក៏ព្រោះអីក៏ព្រោះលោកកឹមតខាគាត់មិនមែនជាអ្នកនយោបាយបដិបកនោះទេតែរឿងដែលគាត់ធ្វើប៉ះពាល់អីកន្លងមកខ្ញុំសូមមិនបរិយាយទេហើយបុគ្គលដែលធ្វើនយោបាយមិនបដិបកវាពិតជាចំណុចអាចមករួមរស់គ្នាជាមួយនឹងគ្នាទៅកើតព្រោះនៅស្រុកខ្មែរវាមិនងាយដោះទេដូចខ្ញុំនិយាយអញ្ចឹងវានៅក្រោមអធិបុលបរទេសការចង់ដោះឲ្យហើយថ្ងៃហ្នឹងវាទៅបលាយពេល3 4ឆ្នាំនោះដើម្បីដោះរើអំពីបរទេសបានបើកូនភ្លេចថាប្រទេសជាតិនៅក្រោមសម្ពាធនៃបរទេសកូននឹងរកចំណុចដោះអត់ឃើញទេនៅតែចេះសខឹងហ្នឹងហើយចាញ់អបាយកលអពុស៊ីឡាហ្នឹងហើយងាប់ខ្លួនអត់ប្រយោជន៍ដូចព្រំកលែនអញ្ចឹងកូនឃើញអត់លេងតែអ្នកជឿវិញថាប្រកាសជួយចិត្តប្រកាសងាប់ផ្សេងនេះហើយតែជាមេរៀនហើយបើមានមេរៀនប៉ុណ្ណឹងហើយបើកូនគិតបញ្យលទៀតអាហ្នឹងវាអន្តរាយខ្លួនឯងនៅបងយល់ណោះវិញកាលបងនៅទាហានសាធារណរដ្ឋរបបស្រោចស្រង់ជាតិបងយល់មិនត្រេកអរបើស្រោចស្រង់ជាតិបានរួចផុតអំពីយកកង់លេបយកទឹកដីអីនេះទ្រឹស្ដីរបស់សាធារណរដ្ឋមកបងយល់ក៏ជឿដែរបាននៅក្នុងនោះទីផុតបានអីមកខ្ញុំជឿខ្មែរក្រហមខ្ញុំនិយាយមិញហើយខ្ទេចខ្ទីងាប់ទាំងម៉ែងាប់ទាំងឪអស់នេះអាដីក៏មិនបានធ្វើស្រែងាប់ទាំងមកពូជទៅទៀតមកបងយល់គាត់ថាអីរដ្ឋាភិបាលស្រោចស្រង់ជាតិនឹងបានទឹកដីទលំទលាយមកទៀតដែរទីផុតបានស្អីដែរនៅបងយល់អានេះមួយវាជាមេរៀនប្រាប់កូនជំនាន់ក្រោយហើយឲ្យដឹងហើយនៅការវាស់ស្ទង់សមត្ថភាពនយោបាយបកស៊ីឡានយោបាយបកស៊ីកេវាឃើញហើយវាទៅអីរួចទីផុតអ្នកតាមហ្នឹងគឺពលរដ្ឋហ្នឹងងាប់តាទីអត់ប្រយោជន៍មានតែវាពួកស៊ីឡាបានគ្រាន់បើរហូតនោះមកខ្លះតោងទៅជេរអាវខ្ញុំឯងចុងក្រោយមកណបលានកតុយវែងកតុយផ្ទៃផ្ទះវិឡាទៅក៏ទៅដល់ប៉ុន្តែគាត់បើគាត់មិនបានប្រព្រឹត្តល្មើសទៅលើពលរដ្ឋធ្វើបាបពលរដ្ឋអាហ្នឹងវាជាគុណវាជាសមត្ថភាពរបស់គាត់ហើយនៅសបាយអនឹងហ្នឹងទៅមកអត់មានទៅជឿឆ្អាលប៉ុន្តែបើទៅធ្វើបាបពលរដ្ឋអាហ្នឹងវាត្រូវការវះកាត់ហើយពលទាហានរបស់យើងតាមបដ ாய் ទល់ដែនពលទាហានខ្លះលោកអត់បានទទួលសម្បត្តិដីធ្លីទេដូច្នេះវាលំបាកឲ្យដល់ពេលនេះរាជរដ្ឋាភិបាលពិតជាមើលឃើញហើយអាបញ្ហាដីធ្លីវាជាការបញ្ហាសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋដូចណាអាហ្នឹងបណ្ឌលោកដឹងអស់
ខ្ញុំថាមកលើកនេះគឺបើកខាងមួយឆ្លាស់ឆ្លាស់ទាំងអស់តែម្ដងហើយវាទៅចាំពេលដែលទៅធ្វើបដិវត្តផ្នត់គំនិតហ្នឹងណាបងប្អូនយើងចាញ់បោកនយោបាយរួចហើយអញ្ចឹងមកប្រាប់កូនយើងឲ្យចាញ់បោកដូចយើងទៀតណាបងណាតំណាងហើយដែលយើងនៅរស់បានឃើញគ្នាតារ៉នជាវហានចៅហើយកូនមុខយៈកូនណាកូនមុខយៈចំណាំកូនចំណាំមុខយៈនោះបើកូនលុបអានឹងទៀតលែងស្គាល់កូនបដ ாய் មើលអក្សរអង់គ្លេសឈ្មោះមកចាំកូនណាឥឡូវការចងចាំវាធ្លាក់ចុះហើយយើងចាស់ហើយកូនអើយចាស់ហើយជួនកាលកូនដូចជាកូនប្អូនមួយនោះខឹងនឹងខ្ញុំកូនអើយយើងចាស់ឃើញមុខបែកគ្នា14 5ថ្ងៃណាគេណោះភ្លើផ្លូវវងឈ្មោះអីណោះដល់កូនអត់ដឹងថាមនុស្សចាស់វាអញ្ចឹងខឹងអាមនុស្សចាស់នឹងឆ្មាំទៀតតាមពិតអត់ឆ្មាំទេប៉ុន្តែភ្នែកវាមិនច្បាស់តែជាក៏វាអន់អេកូនមកអីណោះតាមពិតកូននឹងមកថ្ងៃមុននឹងសោះដល់ទៅភ្លេចផ្លាំងមកផ្លែតវ៉ាំនឹកឃើញអូចេះអូចុះចុះគេកូនខ្លះប្រកាន់ខឹងបដ ாய் មនុស្សចាស់គេចឹងហើយកូនអើយវាចឹងហើយកតាដែលស្លាប់រស់គឺវាដូចនេះឯងកតាស្លាប់រស់ប្រសិនមកលោកសេនាប្រមុខលន់នេះខ្ញុំនិយាយប្រាប់ចៅអើយថ្ងៃខ្លះចៅមុខយៈថ្ងៃខ្លះក៏គ្រាន់បើថ្ងៃខ្លះក៏យ៉ាប់ទៅចៅនោះថ្ងៃនេះចេញមកឡូឡាទៅតែលឺស្ដីឡូឡាចេះគ្រាន់បើឲ្យកូនតែខ្សែវគឺអត់ស្រួលទេដែរតាសុំសួរមួយសំណួរតើការរៀបចំតបកុំឲ្យគេកំណត់ទីតាំងបានតើគេរៀបចំជំរកបន្ទាយបែបណាកូនអើយតែត្រូវមុននឹងវាយយើងបានកតាធំបំផុតគឺលក្ខការកូនណាគឺលក្ខការតែត្រូវកូនត្រូវដឹងថាថាត្រូវសន្តិសម្ព័ន្ធគឺវាតោងស្អិតជាមួយនឹងមេដឹកនាំនឹងខ្ញុំហៅថាសន្តិសម្ព័ន្ធគឺវាតាក់ទាញមនុស្សបានគេថាឯងទោះជាឯងជាដៃក៏ដោយក៏នៅតែអាចជ្រៀតចូលទៅធ្វើជាច្រេះស៊ីដៃនឹងបានដែរអញ្ចឹងហើយបានថាក្រោយពីសង្គ្រាមខ្មែរសៀមនេះអ្នកដឹកនាំកងទ័ពពិតជាស្គាល់ច្បាស់ថាវាកើតដោយកតាអ្វីសំខាន់បំផុតគឺកតាចារកម្មណាកតាចារទោះគេមានត្រូលអីតា GPS គេឲ្យញ៉ៃក៏ដោយប៉ុន្តែចារកម្មនៅផ្ទាល់វាជាកតាស្លាប់រស់ធំបំផុតការដោះស្រាយជាមួយនឹងចារកម្មមិនមែនចាំតែប្រើកម្លាំងកណ្ដាប់ដៃនោះទេវាកើតឡើងចេញអំពីទំនាស់សតិអារម្មណ៍របស់យុទ្ធជនខ្លះល្អជាមួយនឹងយើងទេស្មោះត្រង់នឹងទៀតមេត្តាភូមិនោះទេប៉ុន្តែបើអ្នកដឹកនាំខ្វះដូចតែខ្វះបទពិសោធន៍អប់រំនយោបាយយុទ្ធជនរបស់ខ្លួនឯងនៅពេលមានវិបត្តិសតិអារម្មណ៍ហើយគ្មាននរណាដោះស្រាយយុទ្ធជនខ្លួនឯងអាចបំរើឲ្យចារកម្មនេះហើយជារឿងដែលកតាស្លាប់រស់របស់កងទ័ពណាកូនការលាក់ការរបស់លេនឋានថ្លែងភេទតាដាក់នេះដាក់នោះអានេះជាបញ្ហាកតិកទេតែជាបញ្ហាកលឹះគឺចារកម្មទប់ចារកម្មឲ្យបានលាក់ការបាន 50% បច្ចេកទេសបន្ថែមមកទៀតវាស្មើនឹង 100% អានឹងយើងអត់បានប្រយុទ្ធទេណាបញ្ហាបច្ចេកទេសគ្រប់អានេះដាំអានេះដោះអានោះគ្រប់ចេញចុះថ្លែងភេទចាអានោះវា 50 តែទប់ទល់នឹងចារកម្មវា 50 ទៀតបូកគ្នា 100 រលកសតិអារម្មណ៍របស់យុទ្ធជនបើយើងគ្រប់គ្រងយុទ្ធជន300នាក់រលកសតិអារម្មណ៍គឺ 300 ដូច្នេះត្រូវមេបញ្ជាការស្នងការនយោបាយគ្រប់គ្រងទាំង 300 តែកែមានចិត្តវិទ្យាដោះស្រាយទំនាស់សតិអារម្មណ៍ដោះស្រាយទំនាស់ជាក់ស្ដែងត្រូវធ្វើខ្លួនឲ្យទៅជាឪពុកម្ដាយរបស់យុទ្ធជនទាំង 300 នាក់ហើយរួមដោះស្រាយបញ្ហាឲ្យគ្រប់ទាំងមនុស្ស 300 នាក់ធ្វើឲ្យចារកម្មសន្តិសម្ព័ន្ធមិនអាចអូសទាញយុទ្ធជនណាមួយទៅទម្លាយកិច្ចការសម្ងាត់របស់យោធារបស់ខ្លួនបានវាពាក់ព័ន្ធអញ្ចឹងហើយបានថាអាកោឡើងដោយសារមេណាកូនណាបើមេអត់ឲ្យដាក់ទៅគឺដឹងតែងាប់ហើយណាអត់ដឹងតែងាប់ហើយលក្ខការមិនក៏មិនចិត្តដែរក៏ពួកយុទ្ធជនខ្លួនឯងវាមិនចូលចិត្តអានេះពីបញ្ហាកតាធំបំផុតរបស់កងទ័ពហើយរួមផ្នែកក្នុងបទវិន័យការគ្រប់គ្រងកងទ័ពបើគ្រប់គ្រងឲ្យកូនធានខ្លាចគឺមេបញ្ជាការនឹងបានតែត្រឹមអត់មានវិបត្តិសង្គ្រាមទេតែមានវិបត្តិសង្គ្រាមមេបញ្ជាការនោះមិនមានលទ្ធភាពគ្រប់គ្រងឬទប់ទល់ជាមួយនឹងបរទេសជំនាញបានទេមេដែលល្អគឺធ្វើឲ្យយុទ្ធជនរបស់ខ្លួនឯងគោរពស្រឡាញ់ការពារចេញពីក្រៅបេះដូងរបស់ពួកគេតែម្ដងណាកូនណាចាំណាអារឿងនេះចាំហើយខ្ញុំនិយាយមកនេះអាតាឯងចេះតែថាទៅហ្នឹងឆ្លងកាត់សង្គ្រាម22 ឆ្នាំហើយគ្មានប្រាក់ខែមួយរៀលតែហេតុអីក៏យុទ្ធជននៅតែបដូរស្លាប់ជាមួយនឹងយើងការពារយើងតែយើងធ្វើអីខ្លះយើងមានតែមាត់ទេព្រោះយើងអត់មានប្រាក់អីទៅជួយដល់យុទ្ធជនទេក៏ប៉ុន្តែមាត់របស់យើងសកម្មភាពរបស់យើងគឺជឿឆ្អាលដោះស្រាយបញ្ហាដល់ពលទាហានរបស់ខ្លួនមិនឲ្យមានរលកសតិអារម្មណ៍ផ្ទុបគ្នាមួយណាដែលយើងមិនអាចទៅដោះបានទេបញ្ហាជីវភាពគ្រួសារវាប៉ះពាល់ពីកត្តាអីខ្លះទៅដោះស្រាយឲ្យភ្លាមមានតែមាត់ក៏អាចដោះស្រាយបានដែរ
កូនហ្នឹងឯងការផ្សះផ្សាដំបៅដួងចិត្តរបស់ពលទាហានវាជារឿងសំខាន់បំផុតដែលធ្វើឲ្យពលទាហានខ្លាំងបើយើងមានលទ្ធភាពដោះស្រាយដល់វាបាត់ក្នុងគ្រួសាររបស់ពលទាហានម្នាក់វាជាជោគជ័យរបស់អ្នកដឹកនាំមិនចេញមកអាកូនទាហានប្រាក់ខែគ្នាស៊ីមិនគ្រប់អាឯងប្រាក់ខែច្រើនជាងពលទាហានឯងមានកេងយកពីកូនទាហានទៅទៀតហើយវាខ្លាំងមកពីណាតែឲ្យកូនទាហាននោះជួយលាក់ការពារមេឬក៏សុកចិត្តលុកព័ត៌មានឲ្យបច្ចាមិត្តដើម្បីបានជាធ្នូនេះថ្ងៃចៅណាដូចនេះចៅទាំងអស់គ្នាកូនកងទ័ពទាំងអស់គ្នាខ្ញុំនិយាយមិនមែនថាអូតម្លៃនេះចេះចោលទេខ្ញុំនិយាយពីបាត់បិសោតក្នុងការដឹកនាំទូចពីសម័យសង្គ្រាមដែលអត់មានលុយដូច្នេះការខិតខំដោះស្រាយថែរក្សាសតិអារម្មណ៍រលកសតិអារម្មណ៍របស់ពលទាហានគឺវាជាករណីចាំបាច់ហើយត្រូវមេបញ្ជាការមានជំនាញច្បាស់លាស់មានចិត្តសាស្ត្រនយោបាយច្បាស់លាស់ណាមានចិត្តសាស្ត្រនយោបាយអប់រំច្បាស់លាស់ហើយអានេះរឿងសំខាន់ជាងគេហើយលេនឋាននៅលើភ្នំបើអាចធ្វើបានគឺធ្វើយ៉ាងណាមិនឲ្យហួសពីភ្នំធម្មតាណាកូនណាមិនឲ្យពីហួសពីភ្នំធម្មតាដូចជាកំពូលភ្នំខាងមុខវាមានកម្ពស់នោះតែដល់យើងធ្វើលេនឋានមិនឲ្យខ្ពស់ជាងភ្នំធម្មជាតិនោះទេព្រោះអាចគិតផុតពីការបាញ់បំបុករបស់កំភ្លើងដេកាឬក៏កំភ្លើងអីដែលបាញ់បុកណាបើវាថាផ្តាក់ពីលើវាមិនងាយត្រូវទេវាទៅអាបាញ់បំបុកអូកូនណាយវាអត់មានលទ្ធភាពទៅបង្វឹកអីទៀតទេចៅអើយចៅវាចូលសភៅអស់ហើយណាយូរហើយឥឡូវនៅតែមាត់នឹកឃើញតែងទួចមិនដឹងថាប្រើមិនកើតទេចៅក៏ប៉ុន្តែក្នុងឋានៈជាកងទ័ពចៅត្រូវចាំណាទោះបីក្លាហានប៉ុណ្ណាក៏ដោយនៅពេលប្រយុទ្ធគឺការលាក់ខ្លួនពួកអាត្មានឹងវាជាការៈសំខាន់បំផុតហើយការអប់រំគោលចំហស្មារតីឲ្យរឹងមាំក្នុងការប្រើអាវុធវាជាកត្តាស្លាប់រស់របស់ជីវិតយើងជីវិតរបស់យើងណាកូនមិនមែនកេះបាញ់ហើយមិនទៅគោលដៅក៏វាធ្វើឲ្យយើងអាចបង្កគ្រោះថ្នាក់ឲ្យយើងវិញបានដែរដូច្នេះការប្រើប្រាស់អាវុធគឺមិនមែនបាញ់យកស្នូទេគឺអត់ទេបាញ់យកស្នូនោះបើបាញ់ព្រាវអានឹងលទ្ធផលដែលបានប្រយោជន៍មកវាតិចណាតែការបង្កគ្រោះថ្នាក់ដល់យើងវាច្រើនជាងណាកូនណាវាច្រើនជាងអានេះទៅបទពិសោធន៍របស់ខ្ញុំទេប៉ុន្តែសម័យឥឡូវមិនដឹងធ្វើម៉េចទេមិនដឹងម៉េចទេខ្ញុំអត់ដឹងទេប៉ុន្តែបទពិសោធន៍របស់ខ្ញុំយុទ្ធជនម្នាក់មុននឹងលួសកៃមើលមិនឃើញគឺមិនឲ្យបាញ់ទេបើថាមើលមិនឃើញតែត្រូវសត្រូវចេះតែបាញ់មកលើយើងចាំយូរហើយមិនឃើញតែត្រូវអាវុធដែលដោះស្រាយជាមួយចំណុចដែលបង្កគ្រោះថ្នាក់ដល់យើងកុំឲ្យវានៅយូរពេកគឺកំភ្លើងត្បាល់តែកំភ្លើងបេវាបានតែនៅដីវាលេតែចំពោះដីព្រៃលទ្ធភាពដែលបាញ់ទៅលើគោលដៅដែលយើងមើលមិនឃើញវាមិនមានប្រសិទ្ធភាពទេហើយវាបង្ហាញទីតាំងឲ្យទៅមើលយើងកាន់តែបានច្បាស់ហើយបង្កលទ្ធភាពឲ្យយើងគ្រោះថ្នាក់ណាកូនណាកំភ្លើងសវណ្ណធីណៃហ្នឹងប៉ុន្តែសវណ្ណធីណៃក្នុងព្រៃហ្នឹងក៏វាពិបាកធ្លាក់ដល់ដីដែរវាប៉ះមេឃប៉ះអីលើដល់ផ្ទុះលើបាត់ទៅបាទនេះទៅវិស័យទៅភូមិសាស្ត្រចាក់ដៃនៃការប្រយុទ្ធដែរណាកូនណាដូច្នេះមេទាហានពលទាហានទាំងអស់ក្នុងការប្រយុទ្ធនៅភូមិសាស្ត្ររបស់ខ្លួនដែលអចល័តគាត់នឹងដឹងហើយថាភូមិសាស្ត្ររបស់អញវាយ៉ាងម៉េចយ៉ាងណាហើយពេលទៅត្រូវមកពេលខាងមុខហ្នឹងតែក៏លទ្ធភាពអញបាញ់មិនកើតលុបភូមិសាស្ត្រហ្នឹងវាបង្រៀនឲ្យយើងនៅពេលដែលមេបញ្ជាការគ្រប់រូបគណៈសមរភូមិពិនិត្យទីតាំងភូមិសាស្ត្ររបស់យុទ្ធជនរបស់ខ្លួនខាងមុខហ្នឹងលទ្ធភាពអីដែលបាញ់កើតលទ្ធភាពអីដែលមិនបាច់កើតទៅដោះស្រាយយ៉ាងណាហើយខាងមុខនោះអាកន្លែងកលុកនោះហើយក៏លុកឲ្យធម្មជាតិវាកើតឡើងទៅវាតែងចូលទៅក្នុងតែយើងដោះស្រាយយ៉ាងម៉េចទៅសម័យនេះគេមិនឲ្យប្រើមីនប្រកបពីក្រមកញ្ចាក់វាមិនកើតដូច្នេះត្រូវវាស់ម៉ែត្រចេញពីកលុកនោះមកដល់ទីតាំងយើងនៅពេលធម្មតានេះវាប្រមាណម៉ែត្រដើម្បីប្រើកំភ្លើងត្បាល់ដើម្បីប្រើកំភ្លើងអីផ្លោងអីពីណាមកអានេះជាអ្នករៀបចំសមរភូមិដើម្បីឈ្នះសត្រូវមិនឲ្យអ្នកឯងទៅនៅជ្រកតាណាមួយដល់យើងមិនអាចធ្វើជាម្ចាស់ការនៅទីតាំងអចល័តទាំងអស់នោះបានទេហើយចំណែកការធ្វើលេនឋានអីខ្ញុំប្រាប់អញ្ចឹងហើយថាលក្ខការវា 50% នៃការថ្លែងភេទឲ្យទៅជារបស់ធម្មតាភ្នំជាភ្នំដដែលប៉ុន្តែខាងនោះមានលេនឋានបើលេងលិចឈ្ងោបង្ហាញទៅហើយវាមានស្អីកំភ្លើងបាញ់បុកកំហើយយន្តហោះក៏វាមានគោលដៅមកឃើញហើយដោយធ្វើដូចជាធម្មជាតិវាអត់ឃើញទេវាច្រឡំហើយណាលក្ខការហ្នឹងប៉ុន្តែសំខាន់គឺចារកម្មហើយចារកម្មមិនមែនថាជួនកាលកើតពីអចេតនារបស់យុទ្ធជនជួនកាលមេដឹកនាំនោះវាមេដឹកនាំមិនមែនតឡាញជាតិមាតុភូមិគឺលើកមកដាក់ចូលចិត្តអបាយមុខរបាញ់ត្រីស្រាប៉ះចំចារកម្មសតិសម្ព័ន្ធធ្លាយការអស់ងាកទៅឯងស្ងាត់តិចចូលរ៉ាអូខេអូននេះកើតចារកម្មមកស្អាតពីគេចារកម្មមិនរើសអាអន់ណារើសអាស្អាតមកតែមកលួយចុះហើយលួយឡើងធ្លាយអស់ខ្ញុំអត់បានរាយការណ៍ប្រាប់ទៅទេប៉ុន្តែស្រាវាប្រាប់កន្លែងនេះក៏ត្រូវប្រយ័ត្នដែរងាប់ច្រើនហើយរឿងមេដែលទៅត្រូវជាមួយនឹងបរទេសសម្រាប់កូនចៅឯងនោះអូចៅអើយ
បញ្ហាវាល្អិតណាស់វាស៊ីសងទៅលើការពង្រឹងយុទ្ធជនទេណាយុទ្ធជន100នាក់ដែលយើងទៅហ្វឹកហាត់ក្រៅសមរភូមិយើងថាប្រកែ50ប៉ុន្តែពេលចូលប្រយុទ្ធវានៅ20ហ្នឹងប្រសើរហើយក៏ព្រោះតែក្រៅសមរភូមិបេះដូងវាអត់លោតទេណាក៏ទៅណាយើងហ្វឹកហាត់បាញ់គ្រាប់ពិតអីចំគោលដៅល្អដល់បាត់ហើយបាទបាញ់តែឯងអានឹងអត់អីទេរើសបានច្រើនដែរប៉ុន្តែដល់ចូលប្រយុទ្ធជាក់ស្ដែងទោះបីតាអ្នកបរៀនគេហ្នឹងបេះដូងបឹបគ្រាប់ហោះមកដូចអាបលឹងខ្មោចទាយកជីវិតដូចនេះក្នុងអារម្មណ៍របស់ខ្លួនឯងវារឹងប៉ឹងឬមិនរឹងប៉ឹងគឺវានៅក្នុងពេលប្រយុទ្ធគ្នាដូចនេះវាស្ថិតទៅលើកណ្ដាប់ដៃមេបញ្ជាការគ្រប់រូបដែលគេនៅផ្ទាល់ជាមួយនឹងយុទ្ធជនតែយុទ្ធជននៅជាមួយនឹងទល់នឹងសត្រូវនេះបើយុទ្ធជនធម្មតាត្រូវទល់ប្រមាណបើយុទ្ធជនពិសេសរបស់យើងត្រូវទល់ប្រមាណអានេះវាស្ថិតទៅលើគណៈបញ្ជាការក្នុងការនយោបាយរបស់គេដែលគេក្តាប់គេដឹងយុទ្ធជនរបស់គេហើយតានិយាយមិនត្រូវទេក៏ប៉ុន្តែរឿងអស់នេះវាជារឿងក្តាប់ស្អិតណែនដឹងយុទ្ធជនគុណភាពយ៉ាងណាគឺសម្រាប់ទៅលើមេបញ្ជាការដែលគេនៅផ្ទាល់ហើយឆ្លងកាត់សមរភូមិណាកូនណាឆ្លងកាត់សមរភូមិហើយការបណ្ដោះមេដឹកនាំបន្តនោះវានៅក្នុងដៃឆ្លងការនយោបាយណាអានឹងដើម្បីឈ្នះគេដើម្បីចង់កងប្រកាំងមិនទៅយកអាអ្នកលាក់កាប់ជ្រូកណាមកនៅទេអត់បានទេងាប់ឥឡូវហើយទៅបណ្ដោះចេញពីយុទ្ធជនចាក់ស្ដែងយុទ្ធជនជើងខ្លាំងយុទ្ធជនខ្លះជើងខ្លាំងដែរប៉ុន្តែមិនអាចធ្វើមេបញ្ជាការបានដោយសារអីដោយសារតែអ្នកនោះវាមិនគោរពវិន័យវាទន់ជ្រាយសិលធម៌រស់នៅមិនស្អាតស្អំបកកែច្បាំងហើយប៉ុន្តែសិលធម៌រស់នៅវាមិនស្អាតស្អំល្មើសវិន័យអានោះយកតែដឹកនាំប្រវត្តិកើតដើម្បីលងចិត្តរបស់គាត់ផ្ដាល់ទូនីតិតែងទុយតែមិនអាចឲ្យធ្វើជាម្ចាស់សមរភូមិបានទេព្រោះមនុស្សអត់វិន័យកូនឯងខ្លាចអីតបខ្លាំងតបខ្លាំងខ្លះវាអបាយមុខវាមកពីច្បាំងមកវិញបកកែច្បាំងប៉ុន្តែមកដល់កេងកាងសម្ដីពីលាបាខ្សែទៅប៉ះពលរដ្ឋចង្ងាងបាត់នេះយកធ្វើអ្នកធំអត់កើតហើយបើលើកវាឲ្យធ្វើធំខ្ទេចនយោបាយវាបកាបបាក់អញ្ចឹងអញ្ចឹងហើយបានខ្ញុំកូនឯងថាវាផ្ការីកការអីវាលុះត្រាតែយុទ្ធជននឹងវាខ្លាំងដែរបើវាអត់ខ្លាំងទេផ្ការីកទៅណារួចផ្នែកកបីទៅណារួចណាកូនណាមេបញ្ជាការមិនអាចទៅបញ្ជាបានរាល់ពេលទេក្នុងពេលប្រយុទ្ធអញ្ចឹងហើយបានខ្ញុំបរិយាយមេអាចដឹកនាំគេបានមិនមែនអត់វិន័យនោះទេនេះជាបញ្ហាកត្តាតែអារឿងគូសវាផ្ការីកបាញ់ចេះបាញ់ចុះអានឹងវានៅលើកណ្ដាស់តែចូលភ្លាមទៅយុទ្ធជននឹងប៉ាកែផុសចេញពីកៅបេះដូងផុសចេញពីបាត់ពិសោធន៍របស់ខ្លួនឯងអញ្ចឹងហើយបានខ្ញុំនិយាយអំពីការយកយុទ្ធជនជាក់ស្ដែងនៅក្នុងសមរភូមិបដោះបដាឲ្យធ្វើជាមេដឹកនាំបន្តឧទាហរណ៍វាយផ្ការីកយើងជួបគ្នាផាំងតហ្នឹងជួបគ្នាផាំងអ្នក10អ្នកនៅក្រាបទប់ទល់នឹងអាហ្នឹងឆ្លាតផ្សេងចាប់តាមឡើងលះតែរៀងខ្លួនព្រោះស្ថានភាពសមរភូមិយើងដឹងការយើងនិយាយគ្នាខ្លះវាកើតដោយការរៀបចំជាមុនខ្លះកើតដោយចៃដន្យយើងដើរជួបសរសើរដោយចៃដន្យប៉ះគ្នាផាំងណាគាត់យើងស្លាប់ឆ្វេងស្លាប់ស្ដាំត្រែកតែប៉ុណ្ណឹងយុទ្ធជនទាំងអស់ដែលយើងពង្រឹងយូរហើយនោះហើយដែលមានបច្ចេកទេសទទួលខុសត្រូវចំពោះសង្គ្រាមនេះដល់ខ្លួនឯងគេទៅឆ្វេងទៅស្ដាំដូចគ្នាទៅស្ដាំទៅ10អ្នកទៅស្ដាំជួបសរសើរក៏វាវាយដូចជាយើងចឹងដែរចំមកទៅខាងដូចគ្នាវាចេញទៅខាងដូចតែគ្នាមិនមែនអាចទៅស្នែងកវីបានងាយនោះទេប៉ុន្តែបើយើងទៅជួបទៅសរសើរអន់ណាយើងវាយស្នែងកវីក្រោបបានប៉ុន្តែបើប៉ះសរសើរបកកែដូចគ្នាអត់ងាយទៅពាត់វាបានទេប៉ះគ្នាផឹងស្លាប់ផ្សេងស្លាប់ដាំវាចេញដូចតែគ្នាហើយយើងស្លាប់ឆ្វេងស្លាប់ដាំចេញទៅដូចគ្នាក្នុងពេលនោះគណៈបញ្ជាការមិនអាចបញ្ជាការដល់ទេវាសំខាន់ទៅលើជនបង្គោលនៅក្នុងកងទ័ពដែលយើងក្រោយអំពីហាត់ហ្វឹកហើវើនក្រៅសមរភូមិនឹងមើលចំណេះជំនាញរបស់គេចងចាំនៅក្នុងសមរភូមិតើ50នាក់ដែលជាជនបង្គោលក្រោយពីជួបប្រយុទ្ធគ្នាវាអាចធ្វើជាជនបង្គោលបានប៉ុន្មានអ្នកមិនមានទិសស្ដីមានការអនុវត្តនៅទីលានហ្វឹកហាត់អាចយកមកធ្វើបានទេណាកូនណាអានេះជារឿងបទពិសោធន៍របស់ខ្ញុំដូចជាវាយផ្ការីកយើងចង់ពាត់គេជាស្នែងកបីគេខ្លាំងដែរគេស្នែងកបីដែរមកយើងត្រូវធ្វើយ៉ាងម៉េចពេលដែលជួបស្នែងកបីយើងចេញខ្វាក់ផ្សេងតាមគេខ្វាក់ផ្សេងតាមមកទល់គ្នាមកថាទៀតយើងដឹងខ្លួនឯងខមិត្តខនៅទុកប៉ុណ្ណេះនៅសល់ប្រហែលទៅរកចាំជិះទៀតសត្រូវចេញទៅជួបគ្នាទៀតជួនកាលសមរភូមិជួបមុខគ្នា100ម៉ែត្រស្នែងកបីចុះឡើងកើត1គីឡូម៉ែត្របងប្អូនណាជួបអស់ហើយពិសេសជាមួយនឹងតបយួនបើចូលជួបគាត់ប្រាវហើយគាត់នៅយើងនៅបាញ់ទប់ទៅហ្នឹងមិនយូរទេឆ្អិនកានីអានេះឯចំណែកបាយផ្ការីកយុទ្ធជន100យុទ្ធជនបាយផ្ការីកបានតែ10នាក់គឺពិសេសហើយណាកូនណាយុទ្ធជនខ្លះត្រូវគ្រាប់ផ្លាច់ស្រេចកន្ទាលតែម្ដងបងដឹងអត់មិនងាយទេព្រោះមនុស្សត្រូវគ្រាប់ផ្លាច់មកភ័យហើយបងអើយជួយផងម៉ែអើយជួយផងឪអើយជួយផងតែរយុទ្ធជនផ្លាច់ទៅខំថ្មិញហ្នឹងមិនងាយរហូតទេហេណាកូនណាខ្ញុំសុំលើកកន្លែងមួយដែលវាយផ្ការីក4នាក់ចូលវាយវាកណ្ដាលរួមតែខ្ញុំម្នាក់ផង4នាក់ស្តាត់ដាច់ខាតហើយបានចូលដល់កណ្ដាលបានប៉ុន្តែពេលដែលដល់កណ្ដាលហើយមានយុទ្ធជនម្នាក់នោះជាយុទ្ធជនឯឃើញស្រាមបាន
យកបានស្រារបស់សត្រូវផឹកតើបឹងប៉ែឡែកំពុងតែប្រយុទ្ធគ្នានឹងបដ ாய் ណាវាងាប់ថ្ងៃហ្នឹងវាមានសັບគ្រប់អញ្ចឹងណាបងមួ9អ្នកទល់នឹង100ទល់ខ្នងគ្នាពេលនោះសត្វយុទ្ធជនជើងចាស់ទាំងអស់គ្នាទៅផាច់ត្រូវតែម្នាក់ថ្ងៃនោះត្រូវផាច់ខំថ្មិញតែម្ដងឈាមហូរតក់នៅណាបើប៉ាំងត្រែកឡូឡាក៏ភ្លើងគ្រប់ធុនមកជ្រុំវាស្លាប់ទាំងអស់គ្នាមិនប្របាក់មិនងាយកសាងឯណាចៅទាំងគ្នាអាហ្នឹងឲ្យមកពីការតាំងចិត្តរបស់យើងតាមេក្រុមមេកងរបួសត្រូវដកថយដកអីហ្នឹងដកថយជាបានហើយប៉ុន្តែបើពិតប្រឈមស្លាប់រស់ហ៊ានដកថយស្លាប់ឡើយដកថយទៅតែមានកម្លាំងគ្រប់គ្រងបច្ចេកទេសបន្តទៅទៀតដែរណាចៅណាអីអានោះហើយប៉ុន្តែវាពិបាកហើយតែបញ្ហាសំខាន់ការកសាងធនធានមនុស្សវាត្រូវតែមេដឹកនាំល្អបើមេដឹកនាំដូចឆ្នាំ93ទិញសាក់ទិញអីអញ្ចឹងទៅប្រយុទ្ធអីកើតម្ចាស់ថ្លៃអើយអានេះហើយរឿងដែលនិយាយមកណាកូនnóiវាចេះតែប៉ះពាល់ហើយបើមិននិយាយមកឲ្យប៉ះពាល់កូនចៅមិនដឹងរឿងទៅនិយាយទៅមួយថ្ងៃមិនដឹងបានប្រយោជន៍អីហើយណាកូនnóiជាងនេះភ្លៀងណាកូនnóiនេះអត់ទេកូននេះងាប់អានេះទៅអស់ប្រណាប់បង្រោះនិយាយក្រៀមស្មាត់អស់បាត់ហើយអូដែលចូលសន្តិភាពអរគុណលោកតានៅពេលមេក្រុមមេកងរបួសហេតុអីបានត្រូវដកចេញអញ្ចឹងអូអានឹងទៅអាសួរមេកងហ្នឹងអានឹងវាមិនមែនជាយុទ្ធសាស្ត្រសង្គ្រាមណាវាមានហេតុផលរបស់មេក្រុមមេកងណាកូនមួយមេក្រុមមេកងនោះវាអាម៉េចបានទៅដកចេញឬក៏យកតែរបួសចេញទេអីឲ្យយុទ្ធជនដែរអូយបើថារបួសខ្លួនឯងប្រយុទ្ធលែងកើតគឺគាត់កសាងធនធានមនុស្សក្នុងវាអាម៉េចបែបកសាងអត់វាអញវាម៉ានហីមកអត់វាអញវាម៉ានហ្នឹងអាហ្នឹងងាប់ហើយវាទៅច្បាំងអាណាឆ្លាស់គេកូនណ៎ហើយកូនសុកអំណងខ្ញុំសួរកូនថ្ងៃនេះនិយាយតែរឿងឯនេះណោះការកសាងយុទ្ធជនឲ្យគេផុសគំនិតរបស់គេពីក្រៅបេះដូងរបស់គេទុំបីតែវិន័យបញ្យលគេតើគេយល់ពីខ្លួនគេកតបកិច្ចរបស់ពលទាហានទាំងអស់គ្រប់រូបមានកតបកិច្ចការពារកសាងមាតុភូមិដោយរដ្ឋធម្មនុញ្ញអញ្ចឹងឲ្យគេផុសចេញពីក្រៅបេះដូងរបស់គេមកបើយើងទៅសន្លប់ទៅរៀមឲ្យគេហ្នឹងគេខ្លាចយើងអញ្ចឹងខ្លាចយើងអញ្ចឹងដូច្នេះអត់មានចិត្តឆ្នៃប្រឌិតកណិតផ្ដើមអីទប់ទល់នឹងបរទេសទេដឹងតែមេត្រូវហើយអញនៅរកអីទៅហើយប៉ុន្តែបើយើងអប់រំយុទ្ធជនឲ្យគេយល់កតបកិច្ចទប់ទល់នឹងទៅដើម្បីប្រយោជន៍សង្គមជាតិដើម្បីប្រយោជន៍ពលរដ្ឋហើយយើងអប់រំគោលនយោបាយតតិអារម្មណ៍របស់គេឲ្យល្អយើងធ្វើជាគំរូឲ្យល្អគេហ៊ានទទួលខុសត្រូវចំពោះជោគវាសនាជាតិដូចតែយើងអញ្ចឹងតែបើយើងក៏ដឹកនាំគេអញរហូតហើយអានោះវាខ្វល់អីវាអាងទៅមេត្រូវរបួសអញត្រួតចោលទៀតផងងាប់បាត់ឥឡូវហ្នឹងដូចលបងខេមអញ្ចឹងនិយាយឈ្មោះគាត់តិចចេញបញ្ជាតបអាចុយម្ដាយស្អីអញ្ចឹងមានអីខ្ញុំមិនបញ្ចេញឈ្មោះទេយុទ្ធជនម្នាក់នោះគាត់ក្តៅគាត់ផោងកំពុងបាញ់គ្នាជាមួយសត្រូវផោងមកបាក់ត្បូងខ្ទេចដាច់ដាតមានអាណាទៅជួយបើគេស្អប់អានោះដូច2នាក់នៅស្រុកកំពុងតឡាចត្រង់ហើយពីដើមហៅកំពុងតឡាចក្រមធ្វើឲ្យយុទ្ធជនស្អប់មានអីតែកន្លះពឹងមើលមានទៅបាញ់ទៅណាបាញ់អាមេងាប់បំបត្តិវាមានហេតុផលកគូនៅលើកមកវាកគុកក្តីដូចនេះដើម្បីខ្លាចទៅជាកងទ័ពមួយខ្លាំងមានអីលើវិន័យទេហើយវិន័យហ្នឹងមិនមែនទៅបង្កត់ឯងត្រូវតែគ្រប់វិន័យអប់រំឲ្យតន់តែផុសចេញពីកៅបេះដូងគ្រប់គ្នាឲ្យទាំងអស់គ្នាទទួលខុសត្រូវចំពោះជោគវាសនាជាតិជោគវាសនាពលរដ្ឋផុសចេញពីកៅបេះដូងហើយដើម្បីឲ្យគេជឿជាក់បានទៅតន់តែមេហ្នឹងមិនធ្វើចំណុចអីឲ្យធ្វើឲ្យកូនតាហ៊ាននឹងស្អប់គ្រប់គ្រងឲ្យកូនហ៊ានតឡាញ់ជួយឆ្អាលជួយដោះស្រាយបញ្ហាគោលនយោបាយសតិអារម្មណ៍សំខាន់ណាស់កូនណាសតិអារម្មណ៍ជាបញ្ហាសំខាន់ណាស់មែនអើឯងក៏មានរឿងអីរឿងនោះអញដឹងតែប្រជាឯងអញបាច់ដោះស្រាយនយោបាយសតិអារម្មណ៍មកជាមួយឯងបាទហ្នឹងបានហើយក្នុងពេលអត់មានសង្គ្រាមតែដល់មានសង្គ្រាមហើយមិនបាច់ទេវាយអាលុំតែខ្មៅតន់173បងរបួសនៅស្វាយអាលុំចិត្តតាមមាត់ទន្លេទៅក្រោមពីតែខ្មៅទៅខ្ញុំដូចស្គាល់ដែរម្ដុំហ្នឹងចៅអើយតាឆ្លើយមិនអស់ទេណោះព្រោះអាការចេះចាំរបស់ខ្លួនវាមានកង់ពិសេសទៅស៊ើបការពីនិតទីតាំងភូមិសាស្ត្រយកមករៀបចំដើម្បីរៀបចំវាយផ្ការីករៀបចំយុទ្ធជនចូលចំណុចកំភ្លើងធំលេនឋានខ្ពស់ទាបរបស់សត្រូវយកមកគូសវាសបែកចែកវាតន់តែមានកង់ពិសេសទៅស៊ើបការណាកូនណាទទួលបានទីតាំងភូមិសាស្ត្រតនេះកំភ្លើងតូចកំភ្លើងធំទៅតនេះទៅនោះបានរៀបចំទៅកើតឲ្យតានិយាយអញ្ចឹងនិយាយមិនកើតមេបញ្ជាការហ្នឹងយកមកពិភាក្សាគ្នាទៅហើយមេបញ្ជាការដែលហ្វឹកហាត់
ស្គាល់ហើយយុទ្ធជនណាមានស្មារតីបណ្ណាយុទ្ធជនណានៅក្នុងសមរភូមិវាមិនភិតមិនភ័យខ្លាំងអាចប្រើកំភ្លើងចំគោលដៅអ្នកនោះកាន់បេហ្នឹងជឿរើសមនុស្សបែបណាដែលបាញ់ចំតែម្ដងដើម្បីទប់កំភ្លើងយន្តទៅទាំងនេះទប់កំភ្លើងយន្តទៅទៅនោះត្រូវចាត់បតាំងមិត្តណាវាយបុកពីឆ្មេងត្រូវណាចូលពីឆ្វេងណាចូលពីស្ដាំអានេះវាស្ថិតទៅលើកងពិសេសស៊ើបការដូច្នេះក្នុងមួយកងប្រដាតូចមានកងពិសេសស៊ើបការហ្នឹងគឺមួយក្រុមហើយណាចៅថងគ្នាដូចនេះមកឲ្យតានិយាយលើគោកនិយាយអត់កើតទេព្រោះទៅការព័ត៌មានជាដំបូងដើម្បីរៀបចំយុទ្ធសាស្ត្រច្បាំងណាកូនណាអត់មានព្រោះភូមិសាស្ត្រវាខុសគ្នាសត្រូវក៏វាខុសគ្នាសត្រូវខ្លះទុនសត្រូវខ្លះរឹងនឹងអានឹងវាអញ្ចឹងហើយចៅណាដូចនេះក៏និយាយតែប៉ុណ្្នឹងទៅចោះប៉ុណ្្នឹងទៅចោះហើយណោះកូនភ័ក្រជំរាបសួរកូនអស់គ្នាងឹតអីណោះងឹតឡើងឥឡូវគេមានភ្លើងសូឡាពីដើមឆ្ងាយខ្ញុំមកនេះសម័យសង្គ្រាមបែរមុខទៅកើតមកប្រទេសខ្មែរភ្លឺតែទិសភ្នំពេញទេទិសភ្នំពេញកាលនោះវាអត់អាចដាច់ភ្លើងបានទេតែដាច់ភ្លើងកប៉ាល់ហោះវិញកូនហើយកប៉ាល់ហោះដែលហោះចុះអំពូចចំពីដើមភ្លើងផ្វាគេនឹងភ្លឺមេឃទៅលើនោះបងកូនមិនមែនភ្លឺរហូតណាកូនភ្លើងភ្នំពេញលឹមហ្នឹងកូននេះអត់ភ្លៀងនេះកូននេះងាប់បង្រោះនិយាយបាត់អត់ភ្លៀងមកប្រទេសខ្មែរគឺភ្លឺតែទិសភ្នំពេញទេហើយភ្លើងខ្វាកូនណាប្រហែលជា5នាទីខ្វោកភ្លឺមកជារៀងមេចង្បុលខ្វោកចឹងទៅ5នាទីខ្វោកចឹងទៅយន្តហោះទៅចោះទិសភ្នំពេញដូចនេះម្នាក់ហ្នឹងកំឡុងមើលឃើញភ្លើងភ្លឺភ្នំពេញហ្នឹងទាំងវែកក្នុងចិត្តតែយើងនៅដីកូនណានៅដីមកនេះពេញក្របផ្លោងមកនេះពេញក្របផ្លោងទៅហ៊ានគាត់មើលអីនេះឃើញគាត់លេងក្របផ្លោងមកគាត់បាញ់តាមចិត្តគាត់បបោខំថ្មឲ្យមិនរឿងខំថ្មវាមានបច្ចេកទេសគ្រប់គ្រាន់ចៅតាបញ្យលរឿងភូមិសាស្ត្រកន្លែងខ្លះដែលវាមិនអំណោយផលខំថ្មងាប់ទាំងអស់ណាចៅថាខំថ្មវាតន់តែយើងមានអីអាងដែរបើភូមិសាស្ត្រខ្លះវាមិនអាចខំថ្មបានដើម្បីរក្សាកម្លាំងរស់ឲ្យដកថយហើយដកថយគេមានយុទ្ធសាស្ត្រដកថយកំភ្លើងគ្រប់គ្រងបើគ្មានកំភ្លើងគ្រប់គ្រងតើមានយុទ្ធជនណាទប់យុទ្ធជនណាថយហើយទប់បន្តគ្នាខំថ្មវាទៅលើលក្ខណៈភូមិសាស្ត្រដែរនឹងតែពីវុធរបស់ខ្លួនដែរបើទៅពីវុធមិនគ្រប់គ្រាន់ក្របវិចិត្រអស់ហើយលក្ខណៈភូមិសាស្ត្រវាមិនអំណោយទៅទៀតខំថ្មងាប់តែទេអត់ប្រយោជន៍វាមានតែអញ្ចឹងបានទៅការភូមិសាស្ត្រជាមេគ្រប់គ្រងសមរភូមិគឺក្តាប់ជាប់ជាមួយនឹងកងពិសេសអញ្ចឹងណាវាមិនធ្វើតែឯងកើតនឹងទេវាមានកងពិសេសរបស់ខ្លួនកងពិសេសស៊ើបការតាំងពីទីតាំងរបស់ទៅស៊ើបការតាំងពីទីតាំងរបស់ខ្លួនឯងដែលដាក់គោលដៅទៅសិក្សាតាំងពីកម្លាំងយុទ្ធជនរបស់ខ្លួនដែលប្រើកើតឬប្រើមិនកើតនៅញ៉ាយមេបញ្ជាការគ្រប់រូបទៅជាមនុស្សពិសេសខ្លាំងណាស់មេបញ្ជាការនោះបើចូលសមរភូមិនោះអញ្ចឹងហើយមេបញ្ជាការមិនអាចចេះតែយកដាក់ទៅបាននោះទេដើម្បីឈ្នះសត្រូវនោះវាពិបាកណាស់ប៉ុន្តែថាបើប៉ះគ្នាមកប្រើអានោះមិនដឹងទេបើថាធ្វើសង្គ្រាមកលយកទឹកដីហើយមេបញ្ជាការត្រូវច្បាស់លាស់ខ្លាំងណាចៅនោះខ្ញុំប្រាប់ចៅតែប៉ុណ្្នឹងការដោះស្រាយបញ្ហារបស់មេបញ្ជាការវាត្រូវការកងពិសេសហើយកងពិសេសមានតែឈ្មោះអីគឺមនុស្សពិសេសគឺជាមនុស្សពិសេសមិនចេះខកមេបានជាចាត់ការរៀបចំនយោបាយនឹងត្រូវហើយចុះបើកងពិសេសផោថាតរេនសៀមប្រាប់ថាតរេនកំពុងចាមអីយកទៅប្រើកងពិសេសណាបានមេបញ្ជាការរៀបចំទៅងាប់យុទ្ធជនខ្ទេចបាត់បាទកងពិសេសនៅវិផោរឿងវាចាក់ទិនច្រើនណាស់រឿងនយោបាយកូនណានេះខ្ញុំលើកអញ្ចឹងឲ្យកូនដឹងដូចជាការគូសវានៅក្នុងសភៅវាអត់ទាន់យកទីការបានឡើយទេសំខាន់កម្លាំងយុទ្ធជនសំខាន់កម្លាំងកងពិសេសឋានៈបរទេសឆ្លៀនពៀនវាយស្លាប់តបស្លាប់ពលរដ្ឋខ្ទេចចាស់សម្បាញ់ផ្លារៀនមន្ទីរពេទ្យទៅហើយកងពិសេសរបស់ខ្លួនបែរជានាំតរេនទៅត្រូវមកឲ្យខ្មែរស៊ីហើយប្រាប់ថាតរេនខ្មែររៀនអាហ្នឹងងាប់មេបញ្ជាការបកកែប៉ុណ្ណាក៏ងាប់ដែររៀបចំក្បួនប្រយុទ្ធអីកើតណាព្រោះយកមេបញ្ជាការ300នាក់មានតែមួយស្នងការនយោបាយព្រោះបើស្នងការនយោបាយបានកងពិសេសមកផអញ្ចឹងហើយទៅរៀបចំមកងាប់ស្ទប់ខ្ទេចអានេះហើយដែលខ្ញុំនិយាយពិចារកម្មតតិបាននិយាយអីបញ្យលចៅធ្វើសង្គ្រាមទៅបានអាស្រ័យដោយមេរឿងបច្ចេកទេសប្រយុទ្ធអីវាងាយទេអានឹងវានៅក្នុងកណ្ដាស់ក៏ប៉ុន្តែទិដ្ឋភាពចាក់ឡើងតើមេបញ្ជាការយុទ្ធជនរបស់ខ្លួនឯងខាងក្រុមនោះវាស្មោះត្រង់ជាមួយខ្លួនឯងអត់បើវាអត់ស្មោះត្រង់នេះខ្លួនឯងបកកាយរៀបមិនរៀបទៅទីបំផុតទៅបាញ់ងាប់ផ្សេងឆ្លើយកូនមួយទេឲ្យខ្ញុំដឹងបែបណាមកចេះចៅឯងព្រោះចឹងខ្ញុំនិយាយស្ថានភាពសមរភូមិនឹងប្រទេសបែបណាត្រូវឲ្យតបចូលជើងច្រើននឹងតិចសួរគណៈបញ្ជាការតានៅស្រុកទឹកផុសនេះឲ្យតាទៅរៀបមិនបានអានឹងដូចនេះឲ្យងឹតហើយណាចៅនោះហើយឆ្លើយចៅប៉ុណ្ណឹងគេចោះចៅពិចារណាទៅចៅណារឿងធំគឺរឿង
mà trăng mẹ mình chia ca là o mà mẹ mình chia ca là miền bắc bị sao thầm thâu nó bạn của phòng phan ca thọ phun bị prai pru ăn chụp ăn chô đi mẹ mình chia ca vinh chay mùi mong cho ca đắp để đi vinh chay ở từยุทธศาสตร์นั่นแกตาซาสถานการณ์ไปพลุชกไปถึงสมรภูมิพวกขมังเวียนเจียมนุษย์ได้โดยนี้กาวีดำไรดับไรปัญหาคือชัดเลยสมรภูมิจะแสดงจะให้บันเตอกายุทธชนปตอเว้นคือชื่อเรื่องจันปีสมรภูมิจะแสดงยมอบรมปตอตีคนอ่านนี่อยู่แล้วนะคนเนาะแล้วเมื่อก็เชิงไอ้ปัญหานู้นเราเพลือลองดูทับเพลือในเมื่อเคยมุกได้ได้ตาคนเนาะแล้วคนอ่านคนนี้ไงสิใบประพุ่มว่าใจกันได้เลยโดยเฉพาะคนน่ายกเฮ้ยจำใจบุเมียนกระลังยกนี่ทีได้มันตอนนี้ดิบุอดกระลังดิมอดหัวจะโกนกระลังยังเวียđể cha bên trắng mình đã dương cái con cột đặc kia nữa trắng mà là oi nè thưa bọn đó cha tư vì mình chu mình trút mình trôm tại hương pháp bị chia mình ruột chứ tại hương bê tận à cha tư về bê tận nhá chắc là có lục ọt chu ọt cắt ấy lục cha tới có lục và bay chết đấy rồi là cha đôi nhom đôi ấy nè đôi tây đến trên trọt tăng đạch cao lấy cô thôi rồi nó mình chỉ muốn nó mà chấp trong ba tập photo tôm cái này phải tô bị sập đạch trung ai ở đom lúc chấm tiêu ốc nha mình tây đi ca tôi thông group đập nặng không ca này gì rồi bác nhom biểu bứt cho ba po nhom đăng ba po còn tay không chạy tana chẳng room chấm này muốn được chỉ vật tư chẳng room chấm này chạy dòng lê bọt bị sao đại khuôn miên làm bây oiตลาดโกนใจแต่ขนมหนังไกลปฏิแก้กึศโยดังอัมพีไปใจกึศนโยบายดำไปเก็บประโยชน์ขนมกากึศแต่บักโกนใจขนมกาดักนอมขนมกาดาวตามนโยบายโดยเฉพาะขนมดังขนมไอ้ทานนี้ตัวประกอบจะปักว่าแต่วิจำบัดแต่ขนมตัวแต่นี้ดำไปออยโกนใจเราบอกโยมมีแต่อะไรก็ขนมกาช่วยขณีขนมกาช่วยขณีเราไอ้กับพิจิตมีแต่พุ่มดำไปชมมกจมวยนึงบอลที่เชลินปีนนึงไปชมมกเรื่องอนาคตเป็นทิศโดยเฉพาะต้มตำนานสมบัติตัวสมบัติตรงไอ้ดำดูกันปิ้วออกงามไปยิการโดยทอมกองจอบเปลืองกุบเปลืองตึกเปลืองอากาศเมตาอ่านกลัวรอของเขากองบอกยมอ่านพองบางปนโกนเจ้าจากขนมไกลปฏิปิจิกรุบลันเอาไว้ได้ขนมนี้ตัวคืออัดเมนจังไปบอกอันจันผลิตตัวปักนโยบายนามวยดีตากาก็ได้ขนมนี้ตัวขนมปลุยบารำจมพูสวัสดิ์เพียบประเทศชีตนึ่งปลุยบารำหมอพิสวัสดิ์เพียบบางปนโกนใจแต่ขนมไกลปฏิขมิ้นกู้หลงนั่งแต่วีไปหาปะมวยเลือกปะมวยนู่นที่กับปันใต้เอาไว้ต่างเอาเบียเปียปอนนึงปัญหาอายุอยู่บนกีดนึงอายุอยู่บนระบบเปราดมันจังไอ้โกนใจต่างเอาเนี่ยกัดมาเหมือนกีดกรันแต่จะอุปกรณ์อัดประโยชน์หรือว่าปะนโยบายเซ็งมันแม่นยำจังปะอัปตอกิเต้คือจังไอ้โกนคลายตัวจะมีไอ้สระพิษของการฟื้นนโยบายมวยเอาจำเตอมันแม่นฟื้นนโยบายกรันแต่ไปเก่งกับพังแต่ทับกีดทับโกนไอ้นู่นเต้นะคนเนาะโดยง่ายบอกปักปอนกูจะมอแต่อารมณ์บางปนโกนใจสมเมตตาอ่านกลัวนกยำบาดพองบุญเนาะสมเทวดารักษาโกนขมายตามจุดใบใบไทยตาบางปนโกนใจขมายแต่ขนมสับหนังไกลสับอ้อยประกอบได้จะกระดิจกกระดิจมเล่าจังออกคนนี้ก็ไม่อาคารเลยฝ่ายบางกลุ่มเรียเฮ้ยก็รูปเรียจุ่มเรียบเรียโกนเจ้าจังขนมหนังไกลปฏิแต่ปันในหายออกโกนมือออกโกนออกคนนี้